បាទជាថ្មីម្ដងទៀតខ្ញុំបាទសូមគោរពជម្រាបសួរទៅកាន់បងប្អូនទី12ទាំងអស់គ្នាបាទថ្ងៃនេះលោកគ្រូសូមធ្វើការចេញសំណួរថ្មីមួយទៀតសម្រាប់បងប្អូនទាំងអស់គ្នាយកទៅសិក្សាស្វែងយល់បាទសំណួររបស់លោកគ្រូគឺនិយាយតាក់ទងទៅនឹងសម័យបារាំងបាទនៅក្នុងនោះបងប្អូនទាំងអស់គ្នាសំណួរសួរថាតើកត្តាអ្វីខ្លះដែលនាំឲ្យមានវត្តមានបារាំងលើទឹកដីកម្ពុជាបាទបងប្អូនទាំងអស់គ្នាតែងតែបានសិក្សារួចមកហើយតាក់ទងទៅនឹងវត្តមានបារាំងមកលើទឹកដីកម្ពុជារបស់យើងបាទអញ្ចឹងថ្ងៃនេះលោកគ្រូសូមធ្វើការពន្យល់បងប្អូនតាក់ទងទៅនឹងកត្តាដែលនាំឲ្យមានវត្តមានបារាំងមកលើទឹកដីកម្ពុជារបស់យើងបាទបងប្អូនទាំងអស់គ្នាតោះរីករាយសិក្សាស្វែងយល់ជាមួយលោកគ្រូទាំងអស់គ្នាបាទអញ្ចឹងបងប្អូនដាក់មកថាកត្តាដែលនាំឲ្យមានវត្តមានបារាំងនៅលើទឹកដីកម្ពុជារួមមាននៅក្នុងនោះលោកគ្រូដាក់2ចំណុចបងប្អូនទាំងអស់គ្នាបែងចែកចេញជា2ចំណុចធំទី1បងប្អូនទាំងអស់គ្នាលោកគ្រូផ្ដោតសំខាន់ទៅលើកត្តាខាងក្នុងបាទនៅក្នុងកត្តាខាងក្នុងបងប្អូនលោកគ្រូបានធ្វើការផ្ដោតសំខាន់អំពីកត្តាក្នុងប្រទេសរបស់កម្ពុជារបស់យើងបាទកត្តាក្នុងប្រទេសកម្ពុជាដែលជាហេតុដែលនាំឲ្យមានវត្តមានបារាំងមកលើទឹកដីកម្ពុជាបាទកត្តាហ្នឹងចូលចំណុចទី1លោកគ្រូថាព្រះបាទអង្គឌួងព្រួយបារម្ភខ្លាំងដោយសារតែប្រទេសសៀមនិងយួនប៉ុនប៉ងបែងចែកទឹកដីកម្ពុជាដោយយកទន្លេមេគង្គធ្វើជាព្រំប្រទល់នៃប្រទេសទាំងពីរបាទបងប្អូនទាំងអស់គ្នាត្រង់ចំណុចហ្នឹងមានន័យថាប្រទេសកម្ពុជាយើងកំពុងតែមានបញ្ហាប្រទេសជិតខាងឈ្លានពាននិយាយឲ្យងាយថាបរទេសឈ្លានពានឬក៏ប្រទេសដទៃកំពុងតែឈ្លានពានមកលើប្រទេសកម្ពុជារបស់យើងជាហេតុដែលធ្វើអីស្ដេចរបស់យើងព្រះបាទអង្គឌួងទ្រង់ស្វែងយល់ថាมันកើតទេបាទมันកើតទេកម្ពុជាมันអាចនៅតែมันអើពើទៅនឹងបញ្ហារឿងហ្នឹងទេជាហេតុដែលនាំឲ្យព្រះបាទអង្គឌួងទ្រង់បានធ្វើការគិតទៅលើប្រទេសកម្ពុជាត្រូវតែមានអីហើយបាទហ្នឹងបញ្ហាដោយសារបរទេសឈ្លានពានចង់យកទឹកដីកម្ពុជាពុះជ្រៀកជាពីរបាទដោយយកទន្លេមេគង្គជាព្រំប្រទល់ចំណុចទី2បងប្អូនទាំងអស់គ្នាចំណុចទី2ព្រះបាទអង្គឌួងទ្រង់ថាដើម្បីបញ្ជាឲ្យប្រទេសកម្ពុជាយើងរួចផុតអំពីមហិច្ឆតារបស់សៀមនិងយួននៅក្នុងការដណ្ដើមយកទឹកដីប្រទេសកម្ពុជារបស់យើងនេះដំណោះស្រាយគឺមានតែត្រូវពឹងមហាអំណាចណាមួយបាទពឹងមហាអំណាចណាមួយជាក្នុងឯងបើមិនអញ្ចឹងទេការពារទឹកដីកម្ពុជាបានទេព្រោះអីគេបានកំណត់រួចហើយថាយកទឹកដីប្រទេសកម្ពុជាហ្នឹងតាមមកជ្រៀកទន្លេមេគង្គតាមបដ ទន្លេមេគង្គហ្នឹងមកខាងទៅខាងសៀមទៅមកខាងវៀតណាមមកខាងយួនទៅណាហ្នឹងជាបញ្ហាប៉ុន្តែនៅក្នុងកំឡុងពេលហ្នឹងព្រះអង្គឌួងទ្រង់ស្វែងយល់ថាมันបានទេត្រូវតែស្វែងរកមហាអំណាចណាមួយដែលជាមហាអំណាចខ្លាំងយកមកធ្វើការការពារប្រទេសកម្ពុជារបស់យើងបាទនៅក្នុងហ្នឹងបាទព្រះបាទអង្គឌួងទ្រង់ធ្វើការស្វែងយល់ដោយស្វែងរកមហាអំណាចដើម្បីការពារកូនប្រទេសរបស់យើងការពារប្រទេសកម្ពុជារបស់យើងចេញពីកណ្ដាប់ដៃបើយើងនិយាយថាខ្លានឹងកំពើបាទកណ្ដាប់ដៃយួននឹងសៀមនឹងឯងណាបងប្អូនទាំងអស់គ្នាចំណុចទី3គេថាម៉េចដោយសារតែមានការណែនាំពីព្រះតិគុណមាសនេះនៅក្នុងនេះលោកគ្រូសូមរៀបរាប់បន្តិចតទៅនឹងមាសបាទតិគុណមាសហ្នឹងគាត់នឹងគឺជាអ្នកផ្សព្វផ្សាយសាសនាកាតូលិកបាទសាសនាកាតូលិកហ្នឹងដែលគាត់មកធ្វើការផ្សព្វផ្សាយសាសនាប៉ុន្តែនៅពេលដែលគាត់មកផ្សព្វផ្សាយសាសនាទៅនៅកម្ពុជារបស់យើងហ្នឹងព្រះអង្គឌួងក៏ដឹងពីមាសហ្នឹងថាមាសហ្នឹងគាត់មកផ្សព្វផ្សាយសាសនាហើយក៏អាចពឹងមាសហ្នឹងឲ្យធ្វើការទំនាក់ទំនងជាមួយនឹងកុងស៊ុលបារាំងនៅសង្ហបុរីអញ្ចឹងក្នុងកំឡុងពេលហ្នឹងអាហ្នឹងគឺជាចំណុចផ្ដើមដំបូងហ្មងដែលព្រះបាទអង្គឌួងទ្រង់បានធ្វើការពឹងពាក់ទៅលើបដិជគុណមាសហ្នឹងបាទប្រសង់មាសហ្នឹងដែលជាសង្ឃកាតូលិកបាទឲ្យទៅធ្វើការទំនាក់ទំនងជាមួយនឹងកុងស៊ុលបារាំងនៅសង្ហបុរីណាអាហ្នឹងជាចំណុចចាប់ផ្ដើមដំបូងដែលព្រះបាទអង្គឌួងត្រូវតែធ្វើការទំនាក់ទំនងជាមួយបារាំងបាទក្រោយមកទៀតព្រះអង្គទ្រង់បានធ្វើសារលិខិតមានន័យថាក្រោយពីចាប់ផ្ដើមឲ្យមាសទៅទំនាក់ទំនងអីហើយបារាំងចាប់ផ្ដើមដឹងអីអញ្ចឹងនៅពេលដែលបារាំងចាប់ផ្ដើមដឹងព្រះអង្គបានធ្វើការសរសេរនៅព្រះរាជលិខិតរបស់ព្រះអង្គបាទយើងនិយាយថាសារលិខិតរបស់ព្រះអង្គចំនួន2លើកដោយលើកទី1ហ្នឹងព្រះអង្គបានធ្វើការសរសេរនៅក្នុងឆ្នាំ1853បាទប៉ុន្តែនៅក្នុងលើកទី1ហ្នឹងសរសេរទៅគឺអត់ទទួលបានដំណឹងអីទេបាទក្រោយមកទ្រង់ក៏សម្រាប់ចិត្តសរសេរទៀតបាទបើយើងនិយាយទៅចូល3ឆ្នាំបាទសរសេរម្ដងទៀតសារលិខិតលើកទី2បាទនៅឆ្នាំ1856ហ្នឹងទ្រង់បានសរសេរម្ដងទៀតប៉ុន្តែនៅតែមិនទទួលបានជោគជ័យដល់ដែលសារលិខិតហ្នឹងណាអាបញ្ហាហ្នឹងមានថាបំណងរបស់ព្រះបាទអង្គឌួងមិនបានសម្រេចនៅក្នុងរាជរបស់ព្រះអង្គទេព្រោះអីដោយសារតែព្រះអង្គបានចូលទីមង្គតនៅក្នុងឆ្នាំ1860បងប្អូនដឹងហើយមែនទេថាបារាំងចូលមកកម្ពុជានៅឆ្នាំណា1863បាទព្រះអង្គសង្កត់ឡើងចង់3ឆ្នាំហ្នឹងបានបារាំងមកប៉ុន្តែហេតុអីបានយើងថាព្រះអង្គមិនបានសម្រេចបងប្អូនទាំងអស់គ្នាបំណងរបស់ព្រះបាទអង្គឌួងទ្រង់មិនបានសម្រេចទេនៅក្នុងរជ្ជកាលរបស់ទ្រង់ព្រោះទ្រង់សោយទីមង្គតឆ្នាំ1860ប៉ុន្តែទ្រង់បានជោគជ័យនៅថ្ងៃអនាគតក្រោយពីរជ្ជកាលរបស់ទ្រង់បារាំងមកប្រទេសកម្ពុជាមែនមកទំនាក់ទំនងកម្ពុជាមែនមកតាក់ទងកម្ពុជាយើងមែននៅក្នុងរជ្ជកាលរបស់កូនរបស់ព្រះបាទអង្គឌួងបាទរជ្ជកាលរបស់ពីណានរោត្តមឃើញនេះអានេះហើយគឺជាបំណងមានន័យថាបំណងរបស់ព្រះបាទអង្គឌួងជោគជ័យប៉ុន្តែមិនជោគជ័យក្នុងរជ្ជកាលគាត់ទេគឺជោគជ័យនៅក្នុងរជ្ជកាលរបស់កូនគាត់ប៉ុន្តែព្រះបាទអង្គឌួងទ្រង់អូយឆ្លាតណាស់ព្រះអង្គឆ្លាតមែនទេហើយបានថាឆ្លាតព្រះអង្គគឺជាអ្នកដែលការពារទឹកដីកម្ពុជាឲ្យរួចផុតពីកណ្ដាប់ដៃបរទេសឈ្លានពានយើងក៏បីដូចចាមបាត់ហើយបើមិនជាការព្រះរាជតម្រិះរបស់ព្រះអង្គនោះក៏បីដូចចាមបាត់ហើយព្រោះអីបើគេកំណត់យកហ្នឹងបើផ្នែកគេកំណត់ហើយប៉ុន្តែបើសិនជាអត់មានព្រះអង្គឌួងទ្រង់ស្វែងយល់អញ្ចឹងសួរថាយើងយ៉ាងម៉េចទឹកដីកម្ពុជាយើងហ្នឹងព្រះអង្គឌួងគឺជាអ្នកគ
គឺជាវីរៈបុរសដ៏អស្ចារ្យដែលនាំឲ្យកម្ពុជាយើងមានរហូតដល់សប្តាហ៍នេះជាបញ្ហាដែលយើងត្រូវយល់បាទទៅស្មារតីរបស់បងប្អូនបាទបងប្អូនទាំងអស់គ្នាអញ្ចឹងណាបាទអញ្ចឹងទាំងអស់ហ្នឹងហើយគឺជាកត្តាផ្ទៃក្នុងដែលលោកគ្រូសរុបរួមបងប្អូនថាកត្តាផ្ទៃក្នុងគឺជាកត្តាដែលយើងផ្ដោតសំខាន់ទៅលើសៀមនិងយួនតែហ្មងបាទក្នុងការបែងចែកទឹកដីកម្ពុជាជា2ចំណែកជា2ចំណែកហ្នឹងហើយជាហេតុដែលនាំឲ្យព្រះអង្គដួងទ្រង់ស្វែងយល់ថាត្រូវតែពឹងផ្អែកប្រទេសណាមួយហើយដើម្បីជាក្រុមឯកការពារទឹកដីកម្ពុជាក្រោយមកព្រះអង្គមកពឹងបារាំងដល់ពេលក្រោយមកព្រះអង្គក៏បានចូលទីមង្គលទៅប៉ុន្តែបញ្ជាក់ថានៅក្នុងរាជការរបស់ព្រះអង្គឯកមានន័យថាព្រះអង្គអត់ជោគជ័យទេនៅក្នុងការទំនាក់ទំនងបារាំងហ្នឹងនៅក្នុងរាជការរបស់ព្រះអង្គប៉ុន្តែនៅថ្ងៃអនាគតក្រោយរាជការរបស់ព្រះអង្គគឺជោគជ័យបារាំងមកកម្ពុជាមែនបាទចា៎នេះគឺកត្តាផ្ទៃក្នុងឥឡូវទាំងអស់គ្នាយើងចូលកត្តាមួយទៀតកត្តាខាងក្នុងមិនកត្តាខាងក្នុងឥឡូវកត្តាខាងក្រៅកត្តាខាងក្រៅគឺយើងនិយាយពីកត្តាបារាំងហ្មងបាទបារាំងមើលឃើញចំពោះកម្ពុជាបារាំងគិតថាអូកម្ពុជាមិនអាហ្នឹងហើយយើងទៅដឹងដែរបាទឥឡូវយើងនិយាយពីកត្តាខាងក្នុងទៅខាងក្រៅបារាំងមានគេនិយាយថាបារាំងគឺខកខាននៅក្នុងការធ្វើដំណើរទៅកាន់ប្រទេសកូសាំងស៊ីនដោយសារផ្លូវទឹកមានឧបសគ្គច្រើននៅក្នុងនេះបងប្អូនទាំងអស់គ្នាត្រូវចាំថានៅក្នុងហ្នឹងបារាំងมันមានពេលមានន័យថាខកខានទៅទឹកដីកូសាំងស៊ីនច្រើនណាយូរហើយដោយសារតែបញ្ហារឿងឧបសគ្គផ្លូវទឹកបាទហ្នឹងកត្តាទី1ដែលនាំឲ្យបារាំងថាត្រូវទៅដែនដីហ្នឹងថាដែនដីហ្នឹងយ៉ាងម៉េចចឹងទៅអាហ្នឹងគឺជាបញ្ហាទី1ពួកអីនៅក្នុងហ្នឹងបងប្អូនត្រូវចាំថាបារាំងគឺជាមហាអំណាចអាណានិគម2លេខ2នៅក្នុងចំនួនហ្នឹងបារាំងគឺលេខ2ឯងហើយលេខ1ពីណាបងប្អូនទាំងអស់គ្នាបងប្អូនដឹងអត់បាទតោះទីទៀតដឹងហើយលេខ1ពីណាអញ្ចឹងបងប្អូនទាំងអស់គ្នាចំណុចទី2បារាំងថាកម្ពុជាសម្បូរទន្លេមែនកម្ពុជាយើងសម្បូរទន្លេពិសេសទន្លេមេគង្គយើងគិតមើលកាត់ពូជ្រៀកនៅកម្ពុជាសឹងពាក់កណ្ដាលបាទដែលជាផ្លូវគមនាគមន៍ដ៏សំខាន់សម្រាប់វិស័យពាណិជ្ជកម្មនៅក្នុងការដឹកនៅវិស័យពាណិជ្ជកម្មហ្នឹងទៅកាន់ទីផ្សារអឺរ៉ុបនេះអាហ្នឹងគឺជាគុណតម្លៃមួយដ៏ធំដែលបារាំងមើលឃើញព្រោះបារាំងគឺទៅទាមទារដល់ដែនដីអាណានិគមបាទដល់ពេលចំណុចទី3យើងផ្ដោតសំខាន់ទៅលើផ្ទៃដីកសិកម្មប្រទេសកម្ពុជាប្រទេសតូចមានន័យថាប្រទេសហ្នឹងតូចប៉ុន្តែប្រជាជនតិចហើយបើយើងនិយាយពីផ្ទៃដីដែលប្រជាជនធ្វើដំណាំកសិកម្មហ្នឹងគឺផ្ទៃដីធ្វើតិចទេព្រោះប្រជាជនតិចផ្ទៃដីសល់ច្រើនមានន័យថាធ្វើកសិកម្មដោយមកល្មមទៅតាមអីដែលខ្លួនមានហ្នឹងទេអញ្ចឹងជាហេតុមើលឃើញថាផ្ទៃដីសល់ច្រើនជាហេតុដែលនាំឲ្យបារាំងហ្នឹងគឺអាចក្នុងការបង្កើតជាដំណាំបានផលច្រើនជាពិសេសស្រូវពោតល្ងសណ្ដែកឈើហូបផ្លែជាច្រើនប្រភេទហ្នឹងមានន័យថាបារាំងគឺគាត់មើលឃើញអំពីកសិផលបាទកសិផលផ្ទៃដីកម្ពុជារបស់យើងនឹងអាចធ្វើការបង្កកើនផលទៅអាចនាំផលទំនិញនឹងយកទៅប្រទេសបារាំងគ្រប់គ្រងនៅក្នុងទឹកដីរបស់គេឬក៏ដែនដីរបស់គេបានតែអាហ្នឹងគឺជាបញ្ហាទី3ចំណុចទី3ចូលដល់ចំណុចទី4និយាយតាក់ទងទៅនឹងសម្បត្តិធម្មជាតិបើយើងនិយាយពីធម្មជាតិនិយាយតាក់ទងព្រៃភ្នំបាទព្រៃគេថាប្រទេសកម្ពុជាសម្បូរដោយព្រៃហើយមានឈើមានតម្លៃអញ្ចឹងអាឈើមានតម្លៃនេះមានន័យថាបារាំងគឺអាចយកឈើទាំងអស់នៅក្នុងប្រទេសកម្ពុជារបស់យើងហ្នឹងទៅសង់នាវាសង់កប៉ាល់សង់កណូតដើម្បីធ្វើការដឹកជញ្ជូនជាពិសេសបងប្អូននេះឈើម៉ៃសាក់ដែលជាឈើល្អប្រទេសកម្ពុជាយើងម៉ៃសាក់រហូតដល់បច្ចុប្បន្ននៅតែជាឈើល្អដែរណាម៉ៃសាក់បាទចំណុចទី5គឺយើងនិយាយតាក់ទងទៅនឹងធនធានក្រោមដីនឹងមានន័យថាសម្បូរទៅដោយធនធានរ៉ែបាទប្រទេសមហាអំណាចតែងតែត្រូវការធនធានរ៉ែដើម្បីយកទៅបង្កើននៅវិស័យឧស្សាហកម្មរបស់គេនោះបាទនឹងឯងបារាំងមើលឃើញថាកម្ពុជាមិនមែនត្រឹមតែមានសម្បត្តិធនធានធម្មជាតិនៅលើដីប៉ុណ្ណឹងទេប៉ុន្តែមានទាំងសម្បត្តិធម្មជាតិនៅក្រោមដីទៀតជាហេតុដែលនាំឲ្យបារាំងចាប់ផ្ដើមតាក់ចិត្តមែនតើណាបាទតាក់ចិត្តនឹងកម្ពុជាមែនតើអញ្ចឹងត្រូវតែបាទមកចាប់ដើមមានអារម្មណ៍ចង់មកតិចហើយបាទក្រោយមកទៀតគឺយើងនិយាយតាក់ទងទៅនឹងចលនាប្រឆាំងបារាំងព្រោះនៅអីនៅតាមភូមិដែននៃកម្ពុជារបស់យើងគឺមានចលនាប្រឆាំងនឹងបារាំងច្រើនដែរព្រោះបារាំងជាដែនដីអាណានិគមមានន័យថាប្រទេសអាណានិគមអញ្ចឹងមានប្រកាសជាមានប្រទេសណាផ្សេងគឺធ្វើការប្រឆាំងទៅនឹងបារាំងហ្នឹងហើយណាហ្នឹងជាបញ្ហាដែរដែលបារាំងមើលគួរយកចិត្តទុកដាក់បាទនឹងចំណុចចុងក្រោយចំណុចសំខាន់ដែលលោកគ្រូបញ្ជាក់ខាងលើមិញនិយាយពីមហាអំណាចលេខ1គឺអង់គ្លេសបងប្អូនទាំងអស់គ្នាបារាំងខ្លាចអង់គ្លេសយកប្រទេសកម្ពុជាដាក់ជាចំណុះតែបង្កការគំរាមកំហែងដល់ដែនដីរបស់ខ្លួនដែនដីរបស់ខ្លួនណាណូវៀតណាមបាទនៅវៀតណាមអញ្ចឹងហើយបានបារាំងត្រូវតែមកកម្ពុជាត្រូវតែធ្វើការទំនាក់ទំនងមួយកម្ពុជាត្រូវធ្វើការការពារកម្ពុជាឬក៏យកកម្ពុជាដាក់ជាចំណុះរបស់ខ្លួនទៅជាដែនដីអាណាព្យាបាលបាននៅក្នុងអំឡុងពេលហ្នឹងអញ្ចឹងបារាំងដោយសារខ្លាចអធិបុលអង់គ្លេសព្រោះអង់គ្លេស number 1អង់គ្លេសគឺជាប្រទេសលេខ1បាទខាងដែនដីអាណានិគមនៅលើโลกនៅក្នុងអំឡុងពេលហ្នឹងបារាំងលេខ2ឯងអំឡុងពេលហ្នឹងបាទអញ្ចឹងជាហេតុដែលនាំឲ្យបារាំងហ្នឹងគឺត្រូវតែយកកម្ពុជាដាក់ជាចំណុះឲ្យបានជាដែនដីអាណាព្យាបាលបានអាណានិគមក៏បានប៉ុន្តែនៅក្នុងអំឡុងពេលហ្នឹងគឺជាដែនដីអាណាព្យាបាលណាបងប្អូនទាំងអស់គ្នាបាទអញ្ចឹងសរុបរួមមកវិញតកតងទៅនឹងកត្តាដែលនាំឲ្យមានវត្តមានបារាំងនៅលើទឹកដីកម្ពុជាគឺរួមមានដូចជាបងប្អូនត្រូវចាំពីធំទី1កត្តាខាងក្នុងនិយាយពីកម្ពុជាសុទ្ធសាធកម្ពុជាមានបញ្ហាអីតាណាឈ្លានពានកម្ពុជាអាហ្នឹងគឺកត្តាខាងក្នុងពេលកត្តាខាងក្រៅនិយាយពីបារាំងហ្មងបារាំងនឹងយ៉ាងម៉េចមកដែនដីកូសាំងស៊ីនជាដែនដីអាណានិគមមកខ្លួននឹងមិនបែរបានមកមើលឃើញពីគុណតម្លៃនៃប្រទេសកម្ពុជាសម្បូរព្រៃឈើសម្បូរផ្លូវទឹកសម្បូរនៅធនធានក្រោមដី
អាហ្នឹងក៏ជាចំណុចដែលយើងត្រូវផ្ដោតសំខាន់អញ្ចឹងមានន័យថាកត្តាខាងក្នុងនិងកត្តាខាងក្រៅដែលបងប្អូនទាំងអស់គ្នាត្រូវឲ្យចេះនៅក្នុងការពន្យល់បាទកត្តាខាងក្នុងគឺយើងនិយាយពីកម្ពុជាកត្តាខាងក្រៅគឺយើងនិយាយពីបារាំងអូខេបងប្អូនទាំងអស់គ្នាបាទជាថ្មីម្ដងទៀតខ្ញុំបាទសូមគោរពជម្រាបសួរទៅកាន់បងប្អូនថ្នាក់ទី12ទាំងអស់គ្នាបាទថ្ងៃនេះដែរលោកគ្រូសូមធ្វើការចែករំលែកតកតងទៅនឹងសំណួរថ្មីមួយទៀតអំពីសម័យអាណាព្យាបាលបារាំងមកលើកម្ពុជារបស់យើងនៅក្នុងពេលនេះលោកគ្រូលើកសំណួរមួយជាសំណួរដែលជារៀងរាល់ឆ្នាំតែងតែចេញប្រឡងសម្រាប់បងប្អូនមុខវិជ្ជាប្រព័ន្ធវិទ្យាគឺតកតងទៅនឹងចូលបាទរៀបរាប់ពីផលវិជ្ជមាននិងអវិជ្ជមានរបស់បារាំងមកលើប្រទេសកម្ពុជាបាទបងប្អូនទាំងអស់គ្នាតកតងទៅនឹងសំណួរនេះគឺជាសំណួរដែលមានអត្ថន័យឬក៏សារៈសំខាន់ខ្លាំងមែនទែនសម្រាប់បងប្អូនទាំងអស់គ្នាក្នុងការស្វែងយល់សិក្សាទាំងអស់គ្នាបាទឥឡូវនេះបងប្អូនទាំងអស់គ្នាសូមធ្វើការទៅកាន់ចម្លើយជាមួយលោកគ្រូទាំងអស់គ្នាណាបាទតោះឥឡូវយើងទៅចម្លើយរបស់យើងអញ្ចឹងនៅពេលដែលបងប្អូនសរសេរបងសរសេរគាត់ដាក់ថាផលវិជ្ជមាននិងអវិជ្ជមានរបស់បារាំងមកលើប្រទេសកម្ពុជារួមមានដូចជាបាទបងប្អូនដាក់មកអញ្ចឹងបងប្អូនត្រូវចេះមើលអំពីបែបផែននៃសំណួររបស់គេតើសំណួរនេះគេសួរចង់បានអីបាទនៅក្នុងសំណួរនេះបងប្អូនគឺគេបែងចែកចេញជាពីរទី1គឺគេបែងចែកអំពីផលវិជ្ជមានទី2គឺផលអវិជ្ជមានមិនមែនថាគឺសួរតែពីរទេអញ្ចឹងបងប្អូនត្រូវចេះបែងចែកនៅក្នុងការបែងចែកផងដែរបងប្អូនទាំងគ្នាពេលបងប្អូនសរសេរបងប្អូនដាក់ចេះបាទចំណុចកចំណុចវិជ្ជមានរបស់អាណាព្យាបាលបារាំងមកលើប្រទេសកម្ពុជាបាទបងដាក់ក1កមកចំណុចវិជ្ជមានដល់ពេលបងដាក់អញ្ចឹងហើយបងទៅសរសេរត្រេមកបាទត្រេមួយគេថាម៉េចបាទគេថាបារាំងនឹងបានជួយការពារទឹកដីពូជសាសន៍ខ្មែរឲ្យនៅគង់វង្សបងប្អូននៅក្នុងចំណុចនេះបងប្អូនមានដឹងទេមុនបារាំងចូលមកដែលលោកគ្រូបញ្យល់នៅក្នុងសំណួរមុននោះមុនដែលបារាំងចូលមកនោះប្រទេសកម្ពុជាយើងកំពុងតែជួបនៅបញ្ហាឡើងទឹកក្រពើចុះទឹកក្រពើឡើងលើខ្លានោះបាទចុះទៅក្នុងទឹកយួនចុះទៅលើគោកថៃនោះដែលកំពុងតែចង់ទន្ទ្រានឈ្លានពានយកប្រទេសកម្ពុជាជារបស់ពួកគេណាកន្លងពេលហ្នឹងជាហេតុដែលមានវត្តមានបារាំងចូលមកដែលជាហេតុឲ្យបារាំងនឹងបានជួយការពារទឹកដីខ្មែររបស់យើងណានិងពូជសាសន៍ខ្មែររបស់យើងឲ្យនៅគង់វង្សបើអត់បារាំងទេបងប្អូនចប់ខ្ញុំគិតថាចប់ហ្មងបើអត់បារាំងទេបាទបើអត់មានអ្នកណាទៅដាស់បារាំងអត់មានអ្នកណាទៅគោះខ្នងបារាំងថាឲ្យមកជួយខ្ញុំផងទេចប់ហើយកម្ពុជារបស់យើងមិនស្រួលដូចចាមបាត់បាទកម្ពុជាខ្លាយជាប្រទេសដូចប្រទេសចាមដែរបាត់ទឹកដីបាត់ប្រជាជនរស់នៅលើទឹកដីខ្លួនឯងតែជាដែនអធិបតេយ្យអំណាចរបស់គេអាហ្នឹងជារឿងមួយដែលយើងត្រូវគិតដែរបាទចំណុចទី1ជួយការពារទឹកដីពូជសាសន៍ខ្មែរឲ្យបានគង់វង្សបាទចំណុចទី2លុបបំបាត់របបទេសភាពឬក៏របបទេសកលនៅកន្លែងលោកហ៊ូសេខុសតិចដាក់ទេសកលនៅកន្លែងហ្នឹងគឺរបបទេសកលក្នុងប្រទេសកម្ពុជាយើងមានរបបមួយគឺរបបទេសកលនៅក្នុងសម័យកាលមុនពេលដែលបារាំងចូលមកកម្ពុជាមានរបបទេសភាពបាទឬក៏ទេសកលបាទការខ្លាយជាទេសកលរបស់គេអស់មួយជីវិតប៉ុន្តែក្រោយពេលដែលបារាំងចូលមកគ្រប់គ្រងប្រទេសកម្ពុជាយើងមកបារាំងគឺធ្វើការកំណែតម្រង់លុបបំបាត់នៅរបបនឹងចេញបាទលុបបំបាត់របបទេសភាពមានន័យថាវណ្ណៈដែលស្ថិតក្រោមខ្ញុំគេអស់មួយជីវិតហ្នឹងគឺលុបចេញហ្មងវណ្ណៈខ្ញុំគេហ្នឹងបាទអាហ្នឹងហើយគឺបារាំងបានធ្វើការជួយលុបឲ្យសង្គមខ្មែរយើងបាត់នៅរបបមានន័យថារបបទេសភាពការមិនឲ្យតម្លៃទៅលើមនុស្សរបស់បុគ្គលដែលបុគ្គលត្រូវបានក្រោមធ្វើការងារឲ្យគេអស់មួយជីវិតអីចឹងទៅរបបទេសភាពរបបទេសកលហ្នឹងឯងបាទចូលដល់ចំណុចទី3យើងនិយាយអំពីបារាំងបានជួយកំណែតម្រង់រដ្ឋបាលនេះយើងនិយាយពីការគ្រប់គ្រងប្រទេសប្រព័ន្ធច្បាប់ការចុះបញ្ជីដីធ្លីប្រព័ន្ធសេដ្ឋកិច្ចអប់រំសិក្សាធិការរៀបចំសង្គមខ្មែរឲ្យមានរបៀបរៀបរយមានសណ្ដាប់ធ្នាប់បានរីកចម្រើនអបអរសាជាងមុនបងប្អូនក្នុងចំណុចនេះបើយើងនិយាយពីការកំណែតម្រង់នៅក្នុងការគ្រប់គ្រងប្រទេសរបស់យើងបើយើងនិយាយប្រព័ន្ធច្បាប់យើងបច្ចុប្បន្នកាលដែលវាមានសារបានតាំងពីបារាំងមកហ្នឹងគឺសឹងថាយើងមួយភាគធំគឺមានមូលដ្ឋានពីបារាំងបាទលើហ្នឹងពីមុនយើងនិយាយអំពីប្រព័ន្ធនៃការចុះបញ្ជីដីធ្លីពីមុនមានណាដីមានដីកម្មសិទ្ធិរបស់រាជណាកម្មសិទ្ធិរបស់ស្ដេចរបស់ព្រះរាជាបាទទឹកដីអញ្ចឹងហើយដល់ពេលបារាំងមកទេបារាំងកំណែតម្រង់ភ្លាមត្រូវមានកម្មសិទ្ធិឯកជនការចុះបញ្ជីដីធ្លីមានច្បាស់លាស់មានឯកសារមានប្លង់មានអីត្រឹមត្រូវអាហ្នឹងឯងគឺជាបារាំងជាអ្នកកំណែតម្រង់តាមសង្គមខ្មែរយើងតាក់ទងចំណុចហ្នឹងបាទមួយទៀតប្រព័ន្ធសេដ្ឋកិច្ចហ្នឹងក៏មានការប្រែប្រួលដែរតាក់ទងទៅនឹងសេដ្ឋកិច្ចរបស់កម្ពុជារបស់យើងអ្វីដែលសំខាន់បងប្អូនតាក់ទងទៅនឹងអប់រំសិក្សាធិការនេះយ៉ាងម៉េចបងប្អូនមើលឃើញមានសាលាដែលបានបន្សល់តាំងពីសម័យបារាំងរហូតបច្ចុប្បន្នបាទសាលាបាទស៊ីសវត្តហ្នឹងឃើញជាសាលាដែលបន្សល់តាំងពីសម័យបារាំងមកបាទរហូតដល់បច្ចុប្បន្នហ្នឹងណែជាទឹកតាំងដែលនិយាយអំពីការដែលបារាំងនឹងបានធ្វើការជួយកំណែតម្រង់នៅប្រព័ន្ធអប់រំរបស់យើងពីមុនយើងអប់រំនៅណាបាទយើងអប់រំនៅវត្តមែនទេជាទូទៅគឺនៅវត្តគឺជាថ្នាលនៅក្នុងការអប់រំបាទក្រោយមកបារាំងក៏បានបង្កើតឲ្យមានសាលារៀនណាសាលារៀនអញ្ចឹងហើយជាហេតុធ្វើឲ្យយើងចាប់ផ្ដើមមានសាលាមានអីរៀនទូលំទូលាយតាក់ទងទៅនឹងវិស័យអប់រំហ្នឹងបាទមួយទៀតគឺតាក់ទងទៅនឹងការរៀបចំសង្គមខ្មែរមានរបៀបរៀបរយអញ្ចឹងមានន័យថាសង្គមយើងចាប់ផ្ដើមមានការប្រែប្រួលហើយបាទតាក់ទងទៅនឹងការជួយពីបារាំងបាទក្នុងចំណុចហ្នឹងចូលដល់ចំណុចទី4បារាំងបានធ្វើការជួយសាងសង់ផ្លូវថ្នល់បាទបងប្អូនទាំងអស់គ្នាផ្លូវថ្នល់ស្ពានមន្ទីរពេទ្យសារៈមន្ទីរជាតិរបស់យើងនឹងក៏កសាងសង់តាំងពីសម័យបារាំងមកដែរនេះដែលលោកគ្រូនិយាយមិញថាសាលារៀននិងការធ្វើវគ្គបណ្ដុះបណ្ដាលទុនធានមនុស្សអាហ្នឹងហើយក៏ជាចំណុចដែលបារាំងបានធ្វើការជួយទៅដល់ប្រទេសយើងតាក់ទងទៅនឹងផ្លូវថ្នល់ស្ពានមន្ទីរពេទ្យបាទសារៈមន្ទីរជាតិសាលារៀននិងការបណ្ដុះបណ្ដាលទុនធានមនុស្សរបស់យើងអាហ្នឹងហើយគឺជាការដែលបារាំងបានជួយមកលើប្រទេសកម្ពុជាលើពីនេះ
បារាំងបាននាំពុយកស៊ូបាទនិយាយឲ្យងាយថាពុយកស៊ូដែលយើងបានដាំបច្ចុប្បន្នពុយកស៊ូពីមុនដែលកស៊ូនាំមកដំបូងគេហ្នឹងគឺបារាំងជាអ្នកនាំមកបាទពុយកស៊ូយកមកដាំនៅស្រុកខ្មែរហ្នឹងដាំនៅលើដីខ្មែររបស់យើងហ្នឹងគឺបារាំងជាអ្នកនាំមកបើយើងនិយាយទៅខាងភោគផលខាងកសិកម្មកស៊ូហ្នឹងគឺបារាំងជាអ្នកនាំមកនាំពូជមកដាំនៅលើទឹកដីកម្ពុជារបស់យើងបាទចូលដល់ចំណុចទី6គេថាតាមរយៈសាលាចុងបូព៌ាប្រទេសបារាំងនឹងបានសិក្សាស្រាវជ្រាវនេះបារាំងបានបង្កើតសាលាចុងបូព៌ាមួយសម្រាប់ឲ្យយើងមានន័យថាបារាំងនឹងសម្រាប់បារាំងនៅក្នុងការសិក្សាស្រាវជ្រាវអំពីប្រទេសណាមួយអំពីប្រវត្តិសារបានរឿងរ៉ាវប្រវត្តិសាស្ត្រផ្សេងទុកជាគេដំណើរសម្រាប់មរតកក្មេងចំនួនក្រោយបានសិក្សាអញ្ចឹងបារាំងបានធ្វើការបង្កើតនេះបង្កើតសាលាចុងបូព៌ានេះបានសិក្សាស្រាវជ្រាវចងក្រងជួសជុលប្រាសាទបុរាណការអភិរក្សនៅតំបន់វប្បធម៌ព្រមទាំងធ្វើការផ្សព្វផ្សាយទៅលើឆាកអន្តរជាតិដើម្បីឲ្យពិភពលោកនឹងបានស្គាល់អំពីប្រទេសកម្ពុជារបស់យើងដែរណាតើតើទៅនឹងរឿងហ្នឹងបាទបារាំងយកចិត្តទុកដាក់ណាតើតើទៅនឹងការសិក្សាស្រាវជ្រាវរបស់យើងនិយាយពីសពថ្ងៃបារាំងគឺសិក្សាស្រាវជ្រាវពីប្រទេសកម្ពុជាច្រើនណាហើយបច្ចុប្បន្នឯកសារធំទូលំទូលាយគឺឯកសារពីបារាំងហ្នឹងហ្មងតែកម្ពុជាយើងសម្បូរបែបមែនទែនតើទៅនឹងឯកសារបាទឯកសារជាតិឯកសារដែលយើងត្រូវសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រអំពីរឿងរ៉ាវផ្សេងនៅក្នុងប្រទេសកម្ពុជារបស់យើងបាទអ្នកប្រាជ្ញបារាំងច្រើនណាស់ដែលក្រុងតើទៅឯកសារបាទឯកសារអំពីប្រវត្តិសាស្ត្រកម្ពុជារបស់យើងបាទនឹងចំណុចមួយទៀតគឺបារាំងបានយកទឹកដីមានន័យថាបារាំងនោះក៏បានទៅទាមទារដណ្ដើមឬក៏កាត់យកទឹកដីមកពីបណ្ដាប្រទេសជិតខាងផងដែរបារាំងនេះបានទាមទារទឹកដីពីសៀមឈ្លានពានមកឲ្យខ្មែរវិញដូចជាខេត្តពោធិ៍សាត់ដូចជាកំពង់ស្វាយនៅក្នុងឆ្នាំ1867លើសពីនឹងស្ទឹងត្រែងនៅឆ្នាំ1904ក្រៅពីស្ទឹងត្រែងខេត្តត្រាតបាទកោះកុងមលូព្រៃទលេពៅក៏នៅក្នុងឆ្នាំ1904ដែរហើយលើសពីនឹងគឺចុងក្រោយតាក់ទងទៅនឹងសៀមរាបបាត់ដំបងសេរីសុភ័ណ្ឌបាទក៏បារាំងបានធ្វើការទាមទារនៅបណ្ដាខេត្តទាំង3ចុងក្រោយគេនៅក្នុងឆ្នាំ1907មកឲ្យប្រទេសកម្ពុជាយើងបានវិញផងដែរបាទហ្នឹងហើយគឺជាចំណុចដែលបារាំងបានធ្វើការទាមទារបណ្ដាខេត្តចុះបើយើងបាត់ខេត្តទាំងអស់ហ្នឹងដែលយើងរៀបរាប់ខាងលើមិញទៀតបន្តិចទេកម្ពុជាយើងក៏đãរួមតូចទៅហើយអាហ្នឹងក៏ជាគុណសម្បត្តិដែរគុណសម្បត្តិដែលបារាំងនឹងបានទាមទារទៅបណ្ដាខេត្តទាំងអស់ហ្នឹងឲ្យយើងបានប៉ុណ្ណឹងហើយចុះបើមិនបានប៉ុណ្ណឹងទៀតអាហ្នឹងគឺយើងពិបាកហើយណាខេត្តរបស់យើងហ្នឹងបាទចូលដល់ចំណុចចុងក្រោយយើងនិយាយតាក់ទងទៅនឹងក្នុងឆ្នាំ1908បារាំងបានធ្វើការគូសផែនទីបាទបារាំងនេះដែលយើងនិយាយបច្ចុប្បន្នដែលយើងមានបញ្ហាហ្នឹងក៏យើងត្រូវទាមទារឯកសារការគូសផែនទីពីបារាំងដែរក្នុងកំឡុងពេលហ្នឹងឆ្នាំ1908ហ្នឹងបារាំងបានគូសផែនទីខ្សែកោងដងរែកទុកជាប្រយោជន៍ដល់កម្ពុជានៅក្នុងការយកឈ្នះរឿងក្តីប្រាសាទព្រះវិហារឬក៏គេហៅថាប្រាសាទស្រីសិក្ខរេស្វរៈបាទនៅក្នុងហ្នឹងណែបងប្អូនចង់ចំណុចហ្នឹងបងប្អូនបើអត់មានផែនទីប្រាសាទបាទអត់មានផែនទីរបស់បារាំងដែលគូសអាចហៅផែនទីភូមិដងរែកពីបារាំងគូសហ្នឹងទេរឿងក្តីប្រាសាទព្រះវិហាររបស់យើងដែលយើងមានបញ្ហានោះដូចជាឆ្នាំ2008នោះបាទយើងមានបញ្ហារឿងក្តីប្រាសាទព្រះវិហារបាញ់គ្នាមួយថៃរហូតអាហ្នឹងជាបញ្ហាហ្នឹងហើយដល់ពេលយើងដោះស្រាយបញ្ហាហ្នឹងភ្លាមវាធ្វើឲ្យប្រទេសកម្ពុជាយើងឈ្នះក្តីប្រាសាទព្រះវិហារនៅក្នុងឆ្នាំ1962បាទយើងឈ្នះក្តីប្រាសាទព្រះវិហារហ្នឹងបាទជាមួយនឹងបណ្ដាប្រទេសហ្នឹងប្រទេសសៀមហ្នឹងបាទហ្នឹងហើយគឺជាបញ្ហាបើគ្មានផែនទីភ្នំដងរែកហ្នឹងទេចោលបដ ாய் យើងហ្នឹងបាទមិនស្រួលហ្នឹងទៀមទីអត់ឈ្នះពីបណ្ដាចៅសៀមហ្នឹងទេណាបងប្អូនទាំងអស់គ្នាត្រូវចងចាំអាហ្នឹងបាទចូលដល់ចំណុចមួយទៀតអញ្ចឹងអ្វីដែលលោកគ្រូរៀបរាប់ខាងលើនេះគឺជាចំណុចនៅក្នុងការរៀបរាប់អំពីចំណុចវិជ្ជមានរបស់បារាំងមកលើប្រទេសកម្ពុជារបស់យើងដែលបានជួយប្រទេសកម្ពុជាយើងដែលបានកសាងសង់អីផ្សេងទៀមទីអីផ្សេងមកឲ្យប្រទេសកម្ពុជារបស់យើងចូលដល់ចំណុចមួយទៀតបាទគ្រូចូលទៅចំណុចទី2ចំណុចទី2គឺចំណុចខចំណុចអវិជ្ជមានយើងនិយាយពីអវិជ្ជមានម្ដងបារាំងមិនមែនមកដល់សុទ្ធតែមានចំណុចវិជ្ជមានទេបារាំងក៏មានចំណុចអវិជ្ជមានដែរដែលយើងត្រូវធ្វើការសិក្សាដែលយើងត្រូវធ្វើការនិយាយរៀបរាប់មកណាបងប្អូនទាំងគ្នាអញ្ចឹងដល់ពេលបងប្អូនដាក់ខមកចំណុចវិជ្ជមានចំណុចអវិជ្ជមានមកបងប្អូនដាក់មកត្រេ1ត្រេ2ត្រេ3ដែរតាមលោកគ្រូមកបងប្អូនសរសេរបានប៉ុណ្ណេះនីតិអីហ៎បងប្អូនបាទមួយសំណួរខ្លឹមបងប្អូនសរសេរបានដោយលោកគ្រូនេះបន្ទុកបើសិន15គេឲ្យ15ហ្មងបើមានឲ្យលើសបានទៀតណាបងប្អូនទាំងគ្នាហ្នឹងអ្វីដែលយើងត្រូវសរសេរបាទចំណុចមួយទៀតខចំណុចអវិជ្ជមានថាបារាំងធ្វើឲ្យប្រជាជនកម្ពុជាកាន់តែក្រីក្រដោយសារតែការគៀបសង្កត់ការប្រមូលពន្ធដារយ៉ាងធ្ងន់ធ្ងរយ៉ាងសាហាវបាទបងប្អូនចំណុចនេះលោកគ្រូនឹកស្មានមិនដល់ថាបារាំងអាចធ្វើដល់ថ្នាក់នឹងបានណាព្រោះអីបារាំងបានយកនៅពន្ធដារសឹងគ្រប់សពសារពើទៅលើប្រជាជនកម្ពុជាពន្ធដារច្រើនណាស់មិនមែនតែពន្ធខ្លួនទេសឹងតែពេលខ្លះពន្ធទៅលើសត្វពាហនៈទៀតណាបាទបងប្អូនអរនេះអានឹងហើយគឺជាហេតុដែលធ្វើឲ្យប្រជាជនកម្ពុជារបស់យើងកាន់តែដុនដាបទៅកាន់តែក្រីក្រទៅរកព្រឹកខ្វះល្ងាចខ្វះព្រឹករកល្ងាចយកមកបងការយកមកបងពន្ធឲ្យថាឲ្យស៊ីឲ្យបារាំងណែយកមកបងពន្ធឲ្យបារាំងដល់ពេលបារាំងធ្វើអញ្ចឹងធ្វើឲ្យប្រជាជនយ៉ាងម៉េចបើប្រជាជនរកបានតែមួយថ្ងៃ10កាក់ហើយបើបងពន្ធឲ្យបារាំងដល់20កាក់ទៅហ្នឹងហើយសួរឲ្យប្រជាជនយើងនៅទៅមានបានមកពីណាណាមានបានមកពីណាត្រង់ចំណុចហ្នឹងតែក្នុងចំណុចហ្នឹងលោកគ្រូសំលើងទីចោះថាស្ដែងតាមរយៈរឿងភូមិតេរិឆានបាទតាក់ទងទៅនឹងរឿងយកពន្ធហ្នឹងហើយយកពន្ធដារហ្នឹងហើយនាំឲ្យប្រជាពលរដ្ឋខឹងសម្បាទៅកាប់ចាក់វាយបារាំងរហូតដល់សម្លាប់បាល់ដេះបានអាហ្នឹងក៏លោកគ្រូសុំលើកឡើងចំណុចហ្នឹងបន្តិចចុះដល់បងប្អូនទាំងអស់គ្នាណាអាហ្នឹងគឺយើងគួរតែយល់ដែលបារាំងធ្វើឲ្យកម្ពុជាយើងកាន់តែក្រីក្រទៅបាទ
ចូលដល់ចំណុចទី2បារាំងបានធ្វើឲ្យមានកម្រិតរវាងអ្នកទីក្រុងនិងអ្នកជនបទអ្នកមានអ្នកក្របង្កើតវណ្ណៈហៅថាទំនាស់វណ្ណៈក្នុងសង្គមក្នុងពេលហ្នឹងបារាំងបាទគៀបសង្កត់ទៅលើអ្នកក្រយកពន្ធយកដៃផ្សេងប៉ុន្តែដល់ពេលអ្នកមានខ្លះទៅអែបអបារាំងជាហេតុតែធ្វើឲ្យអ្នកមាននិងអ្នកក្រយ៉ាងម៉េចបើមានកម្រិតកាន់តែឆ្ងាយអ្នកមាននឹងប្រកាសជាជីជន់ទៅលើអ្នកក្រគៀបសង្កត់ទៅលើអ្នកក្រហ្នឹងឯងគឺជាហេតុដែលនាំឲ្យមានបញ្ហានាំឲ្យមានបញ្ហានាំឲ្យសង្គមកម្ពុជាហ្នឹងមាននៅការរើសអើងគ្នាក៏ដូចជាទំនាស់វណ្ណៈកើតមានឡើងបាទចំណុចទី3បារាំងបានកែនប្រជាពលរដ្ឋខ្មែរឲ្យទៅច្បាំងស្លាប់នៅក្នុងសមរភូមិបងអូនសមរភូមិនៅឯណាសមរភូមិសង្គ្រាមលោកលើកទី2លោកលើកទី1សង្គ្រាមលោកលើកទី1លោកលើកទី2នោះ World War 1 World War 2នោះ World War 1 start from អីគេឆ្នាំ1000បាទ1914ដល់1918នោះបាទនៅសង្គ្រាមលោកលើកទី1នោះក្រោយមកដល់ពេលដល់សង្គ្រាមលោកលើកទី2នៅឆ្នាំ1000ម៉ានបាទ1939ដល់1945នោះដែលជាហេតុដែលបារាំងនៅពេលហ្នឹងកែនកងទ័ពកម្ពុជាកែនប្រជាជនកម្ពុជាយកទៅណាតាមពិតយកទៅធ្វើទាហាននោះយកទៅក្នុងសមរភូមិសង្គ្រាមលោកលើកទី1លោកលើកទី2ទៅវិញជាហេតុដែលនាំឲ្យប្រជាពលរដ្ឋខ្មែររបស់យើងទាហានរបស់យើងចាប់ដើមស្លាប់នៅក្នុងហ្នឹងមានអីទៀតណាអាហ្នឹងគឺជាបញ្ហាដែលយើងត្រូវដឹងបងប្អូនខ្លះសួរអត់ដឹងទេហ្នឹងអត់ដឹងថាបារាំងនឹងបានកែនប្រជាពលរដ្ឋខ្មែរក៏ដូចជាទាហានខ្មែរយកទៅច្បាំងនៅក្នុងសង្គ្រាមលោកលើកទី1លោកលើកទី2ទេហ្នឹងបាទហ្នឹងយើងត្រូវចងចាំដែរបាទចំណុចមួយទៀតបារាំងបានប្រមូលយកនៅវត្ថុកេតនភ័ណ្ឌខ្មែរទៅប្រទេសបារាំងនេះបារាំងមិនត្រឹមតែនេះបារាំងក៏បានប្រមូលនៅវត្ថុមានតម្លៃផ្សេងៗរបស់ប្រទេសកម្ពុជារបស់យើងនឹងយកទៅស្រុកបារាំងដែរអាហ្នឹងឯងក៏ជាហេតុមួយដែលនាំឲ្យបារាំងនឹងមកប្រទេសកម្ពុជារបស់យើងណាដើម្បីប្រមូលនៅកេតនភ័ណ្ឌខ្មែររបស់យើងនឹងបាទនឹងចំណុចចុងក្រោយជាចំណុចដែលបងប្អូនត្រូវតែចងចាំតែម្ដងបើមិនចងចាំទេពិបាកណាបងប្អូនបាទនេះចំណុចនេះបារាំងបានកាត់ទឹកដីខ្មែរយើងឲ្យទៅប្រទេសជិតខាងដូចជាប្រទេសសៀមខេត្តប្រាតដែលយើងយកមកវិញបានហ្នឹងក៏បារាំងនឹងកាត់ឲ្យទៅវិញនៅក្នុងឆ្នាំហ្នឹងឆ្នាំដដែលហ្នឹងដូចជាយើងយកមកវិញបាននៅឆ្នាំ1904ប៉ុន្តែដល់ពេលយើងឲ្យទៅវិញនៅឆ្នាំ1907នេះបារាំងកាត់ឲ្យទៅសៀមវិញក្នុងកំឡុងពេលហ្នឹងហើយលើពីហ្នឹងបារាំងបានកាត់កោះបាទកាត់កោះតឡាចទៅដាក់បញ្ចូលនៅក្នុងដែនរដ្ឋបាលកូសាំងស៊ីនរបស់ខ្លួននៅក្នុងថ្ងៃទី4មិថុនាឆ្នាំ1949នឹងនៅក្នុងកំឡុងពេលហ្នឹងនឹងកាត់ទឹកដីកម្ពុជាក្រោមឲ្យទៅអំណាចរបស់ស្ដេចវៀតណាមដោយបារាំងដែរក្នុងកំឡុងពេលហ្នឹងអាហ្នឹងឯងគឺជាចំណុចដែលយើងត្រូវចងចាំថាទឹកដីកម្ពុជាក្រោមរបស់យើងត្រូវបានបាត់ជាផ្លូវការត្រូវបានបាត់ទាំងស្រុងនៅក្នុងឆ្នាំ1949នៅថ្ងៃទី4មិថុនាឆ្នាំ1949ណាបងប្អូនទាំងអស់គ្នា4មិថុនា1949ដែលប្រទេសកម្ពុជាយើងបានបាត់ទឹកដីកម្ពុជាក្រោមរបស់យើងទៅឲ្យប្រទេសបារាំងណាបងប្អូនទាំងអស់គ្នាបាទអញ្ចឹងសម្រាប់លោកគ្រូមានតែប៉ុណ្ណេះទេសម្រាប់សំណួរអំពីផលវិជ្ជមាននិងវិជ្ជមានរបស់បារាំងមកលើប្រទេសកម្ពុជារបស់យើងអញ្ចឹងបងប្អូននៅពេលដែលសរសេរបងប្អូនត្រូវសរសេរអញ្ចឹងសរសេរដូចលោកគ្រូអញ្ចឹងមកដាក់កមកនេះបងដាក់កមកនេះបាទចំណុចវិជ្ជមានមកឲ្យត្រេ1 2 3 4 5រហូតមកដល់អស់សេចក្តីតមកដាក់ខមកបាទចំណុចនេះត្រេ1ត្រេ2ត្រេ3ត្រេ4រហូតដល់ចប់ចឹងមកណាអាហ្នឹងឯងគឺជាចំណុចដែលបងប្អូនត្រូវតែចេះស្វែងយល់បងប្អូនរឿងទី1ដែលបងប្អូនគួរចងចាំគឺខ្លឹមសារអត្ថន័យតាក់ទងទៅនឹងសំណួរនីមួយៗរឿងទី2បងប្អូនត្រូវចេះពីរបៀបសរសេរបាទរបៀបសរសេរសំខាន់ដែលនាំឲ្យបងប្អូនយកបានបន្ទូលល្អបាននិទេស A ណាបងប្អូនទាំងអស់គ្នាសរសេរតាមលោកគ្រូមកដល់បានទេបាទជាថ្មីម្ដងទៀតលោកគ្រូក៏សូមគោរពជម្រាបសួរដល់បងប្អូនតាក់ទី12ទាំងអស់គ្នាផងដែរថ្ងៃនេះលោកគ្រូសូមធ្វើការចេញនៅវីដេអូថ្មីមួយទៀតដែលនិយាយតាក់ទងទៅនឹងសម័យអាណាព្យាបាលបារាំងជូនបងប្អូនទាំងអស់គ្នាបាទនៅក្នុងថ្ងៃនេះដែរលោកគ្រូក៏សូមធ្វើការលើកនៅកម្រងសំណួរមួយដែលសួរថាចូលរៀបរាប់ពីចលនាតស៊ូទាមទារឯករាជ្យពីបារាំងនៅក្នុងប្រទេសកម្ពុជាបាទអញ្ចឹងនៅក្នុងសំណួរនេះគឺជាសំណួរដែលយើងផ្ដោតទៅលើការទាមទារឯករាជ្យរបស់កម្ពុជាយើងនៅក្នុងសម័យបារាំងឬក៏យើងនិយាយឲ្យងាយថាគឺជាការទាមទារឯករាជ្យពីបារាំងដោយចលនាខ្មែររបស់យើងបាទអញ្ចឹងបងប្អូនរីករាយចូលទៅកាន់ចម្លើយជាមួយលោកគ្រូទាំងអស់គ្នាបាទអញ្ចឹងនៅពេលដែលចម្លើយរបស់យើងបងប្អូនសូមសរសេរមកថាចលនាតស៊ូទាមទារឯករាជ្យពីបារាំងនៅក្នុងប្រទេសកម្ពុជារបស់យើងនឹងរួមមានដូចជាអញ្ចឹងបងប្អូនទាំងអស់គ្នាដឹងហើយថាតកតងទៅនឹងចលនាតស៊ូទាមទារឯករាជ្យនៅក្នុងប្រទេសកម្ពុជាពីបារាំងគឺចែកចេញជា2ធំអញ្ចឹងកាលណាបើចែកចេញជា2ធំបងប្អូនត្រូវចេះសរសេរបងប្អូនត្រូវដាក់ថាកចលនាប្រដាប់អាវុធអញ្ចឹងបងប្អូនធ្លាប់ឮចលនាប្រដាប់អាវុធឬក៏ចលនាដែលប្រើកម្លាំងបាយឯងបងប្អូនទាំងអស់គ្នាចលនាហ្នឹងគឺជាចលនាបាទអញ្ចឹងលោកគ្រូសូមបកស្រាយជូនបងប្អូនទាំងអស់គ្នាថាចលនាប្រដាប់អាវុធគឺជាចលនាដែលដឹកនាំដោយក្រុមខ្មែរអិសរាជបងប្អូនធ្លាប់ស្គាល់ខ្មែរអិសរាជទេបាទអញ្ចឹងមានន័យថាចលនាហ្នឹងគឺជាចលនាមួយដែលប្រើកម្លាំងបាយនៅក្នុងការទាមទារឯករាជ្យពីបារាំងបាទជាចលនាដែលដឹកនាំដោយខ្មែរអិសរាជហ្នឹងឯងចាំមើលតិចទៀតលោកគ្រូនឹងបញ្យល់តទៅនឹងខ្មែរអិសរាជថាជានរណាបាទអញ្ចឹងគេថាម៉េចគេថាខ្មែរអិសរាជគឺជាចលនានយោបាយដែលមានគោលបំណងចម្បងគឺតស៊ូប្រឆាំងនឹងអាណានិគមបារាំងឬក៏ដើម្បីទាមទារឯករាជ្យជូនប្រទេសកម្ពុជានៅក្នុងន័យនេះយើងនិយាយអំពីចលនាហ្នឹងគឺជាចលនាដែលមានគោលបំណងចម្បងធំជាងគេហ្មងគឺការតស៊ូទាមទារឯករាជ្យពីអាណាព្យាបាលបារាំងឬក៏អាណានិគមបារាំងនៅក្នុងកំឡុងពេលហ្នឹង
បាទប៉ុន្តែក៏មានគោលបំណងផ្សេងទៀតដែរបាទគោលបំណងផ្សេងទៀតដែរប៉ុន្តែចម្បងគឺមួយនឹងគឺការតស៊ូប្រឆាំងនឹងបារាំងដើម្បីទាមទារឯករាជ្យជូនប្រទេសកម្ពុជារបស់យើងបាទអញ្ចឹងគេថាម៉េចគេថាខ្មែរអិសរាជគឺជាតួអង្គប្រវត្តិសាស្ត្រដ៏សំខាន់នៅក្នុងដំណាក់កាលទាមទារឯករាជ្យរបស់កម្ពុជាដែលឆ្លុះបញ្ចាំងអំពីការស្វែងរកសេរីភាពផងក៏ដូចជាការប្រជែងឥទ្ធិពលនយោបាយផងនៅក្នុងនេះលោកគ្រូបញ្យល់បងប្អូនទាំងអស់គ្នាបន្តិចបងប្អូនទាំងអស់គ្នាត្រូវចងចាំថាតើតើទៅនឹងខ្មែរអិសរាជបើនិយាយអំពីខ្មែរអិសរាជនៅក្នុងកំឡុងពេលដែលទាមទារឯករាជ្យគឺគេចង់ផ្ដោតសំខាន់ទៅលើក្រមខ្មែរស្ដាំនិយមនិងក្រមខ្មែរឆ្វេងនិយមបាទដែលយើងនិយាយឲ្យងាយយល់ថាគឺជាក្រមខ្មែរដែលមាននិន្នាការឆ្វេងពីក្រមរបស់សម្ដេចរំសេនុបាទឆ្វេងនិយមស្ដាំនិយមនឹងយ៉ាងម៉េចបាទក្រមដែលដឹកនាំដោយលោកសឺងងុកថាញ់បាទលោកសឺងងុកថាញ់និងក្រមរបស់ទូសមុទ្រក្រមអីនេះអញ្ចឹងមានន័យថាក្រមខ្មែរអិសរាជនឹងគឺជាក្រមជាច្រើនដែលរួមបញ្ចូលគ្នានៅក្នុងការទាមទារឯករាជ្យមានថាក្រមនឹងគឺមានមួយក្រុមច្រើនហើយពួកនឹងគឺបានរួមបញ្ចូលគ្នាដើម្បីទាមទារឯករាជ្យប៉ុន្តែនៅក្នុងក្រុមហ្នឹងគឺអត់មានមេដឹកនាំមួយណាច្បាស់លាស់ទេព្រោះអីនៅក្នុងក្រុមហ្នឹងមានក្រុមខ្លះគឺក្រោមការទំនុកបំរុងជួយពីប្រទេសចោលសៀមបាទប្រទេសសៀមហ្នឹងឯងណាគឺជាការទំនុកបំរុងពីប្រទេសហ្នឹងជំនួយឧបត្ថម្ភអីផ្សេងប៉ុន្តែមកក្រុមទៀតក្រុមរបស់ទូសមុទ្រក្រុមរបស់អីនេះគឺនោះក្រោមការគ្រប់គ្រងជួយទំនុកបំរុងពីខាងវៀតណាមក្រុមខ្មែរវៀតមិញគេហៅក្រុមខ្មែរវៀតមិញបងប្អូនទាំងអស់គ្នាបាទអាហ្នឹងហើយគឺយើងនិយាយតាក់ទងទៅនឹងក្រុមខ្មែរអិសរាជបាទដែលធ្វើជាចលនាតស៊ូទាមទារឯករាជ្យដោយប្រដាប់អាវុធមានន័យថាដោយប្រើកម្លាំងបាយបាទចូលដល់ចំណុចមួយទៀតគេនិយាយថាចលនានេះមានទិសដៅទាមទារឯករាជ្យឲ្យបានឆាប់រហ័សបាទអញ្ចឹងមានន័យថាគោលបំណងនៃចលនាហ្នឹងគឺចង់បានឯករាជ្យដែរបាទចង់បានឯករាជ្យដែរព្រោះកំឡុងនៅពេលហ្នឹងកម្ពុជាត្រូវតែទាមទារឯករាជ្យឲ្យបានប៉ុន្តែក្រុមចលនាមួយហ្នឹងបានធ្វើការទាមទារឯករាជ្យបាទក្រោយមកចលនានេះបានធ្វើការប្រឆាំងជាមួយនឹងបារាំងនេះលោកគ្រូនិយាយមិញថាគោលបំណងចម្បងរបស់ចលនាខ្មែរអិសរាជឬក៏ចលនាប្រដាប់អាវុធហ្នឹងទី1ចម្បងគឺការប្រឆាំងនឹងបារាំងដើម្បីទាមទារឯករាជ្យប៉ុន្តែចលនាហ្នឹងក៏បានតស៊ូប្រឆាំងជាមួយនឹងសម្ដេចរំសេនុដែរក្នុងកំឡុងពេលហ្នឹងព្រោះអីសម្ដេចរំសេនុព្រះអង្គបានបង្កើតចលនាថ្មីមួយគឺចលនាទាមទារឯករាជ្យដោយសន្តិវិធីអញ្ចឹងហើយចលនាប្រដាប់អាវុធហ្នឹងក៏ប្រឆាំងជាមួយនឹងចលនាថ្មីមួយទៀតដែលនិយាយពីចលនាខដែលលោកគ្រូនឹងរៀបរាប់ទៅខាងមុខទៀតហ្នឹងឯងណាបងប្អូនទាំងអស់គ្នាហ្នឹងហើយគឺតាក់ទងទៅនឹងចលនាទាមទារឯករាជ្យប្រដាប់អាវុធបាទប្រដាប់អាវុធដែលយើងនិយាយអំពីខ្មែរអិសរាជលើពីហ្នឹងនេះលោកគ្រូបញ្យល់មិញគេយើងនិយាយថាចលនានេះមានមូលដ្ឋានភស្តុភារឬក៏ភស្តុភារនៅក្នុងព្រៃតាមព្រំដែនកម្ពុជាថៃដែលយើងនិយាយមិញថាចលនាហ្នឹងគឺជាចលនាដែលទំនុកបំរុងដោយបាទប្រទេសជិតខាងរបស់យើងហ្នឹងឯងណាប្រទេសជិតខាងរបស់យើងហ្នឹងឯងដែលរួមគ្នានៅក្នុងការទំនុកបំរុងទៅលើពួកឆ្វេងនិយមពួកស្ដាំនិយមដើម្បីឲ្យប្រទេសយើងហ្នឹងយ៉ាងម៉េចបាទបើសិនជាក្រុមហ្នឹងណាលោកគ្រូចង់និយាយថាបើសិនជាក្រុមហ្នឹងទទួលបានឯករាជ្យមែនពិតសួរថាប្រទេសកម្ពុជាយើងទៅជាយ៉ាងណាទៅក្រោមការគ្រប់គ្រងឥទ្ធិពលរបស់ថៃក្រោមការគ្រប់គ្រងឥទ្ធិពលរបស់វៀតណាមឬក៏យ៉ាងណាឃើញទេពីព្រោះអីចលនាខ្មែរអិសរាជជាចលនាដែលទំនុកបំរុងជួយទៅដោយក្រមភាគីប្រទេសជិតខាងនេះប្រទេសចៅសៀមប្រទេសអីនេះអាហ្នឹងគឺជាបញ្ហាប៉ុន្តែកំឡុងពេលហ្នឹងយ៉ាងម៉េចបាទចលនាតស៊ូដោយសន្តិវិធីរបស់សម្ដេចរំសេនុអ្នកទទួលបានជោគជ័យអញ្ចឹងចលនានេះចលនាប្រដាប់អាវុធមិនទទួលបានជោគជ័យទេនៅក្នុងការទាមទារឯករាជ្យជូនមាតុភូមិប្រទេសជាតិកម្ពុជារបស់យើងបាទហ្នឹងហើយគឺតើតើចំណុចកគឺចលនាទាមទារឯករាជ្យដោយប្រដាប់អាវុធក្រោយមកក្រុមកងកម្លាំងចលនាខ្មែរអិសរាជហ្នឹងខ្មែរអិសរាជត្រូវបានរំលាយចោលនៅពេលដែលចលនាតស៊ូដោយសន្តិវិធីរបស់សម្ដេចរំសេនុទ្រង់ទទួលបានជោគជ័យហើយគេបានធ្វើការចុះកិច្ចព្រមព្រៀងនៅទីក្រុងសេណាវនៅឆ្នាំ1954កំឡុងពេលហ្នឹងហើយដែលនាំឲ្យប្រទេសកម្ពុជារបស់យើងនឹងបានធ្វើការរំលាយនៅកងទ័ពរបស់ខ្មែរអិសរាជនឹងចោលតែម្ដងបាទក្រុមនោះគឺបែកខ្ញែកតិចរំលាយចោលតាមរយៈកិច្ចព្រមព្រៀងទីក្រុងសេណាវនៅឆ្នាំ1954ណាបាទអញ្ចឹងហើយអាហ្នឹងគឺជាហេតុផលតកតងទៅនឹងចលនាទាមទារប្រដាប់អាវុធនិយាយឲ្យងាយយល់បងប្អូនទាំងអស់គ្នាចលនាទាមទារប្រដាប់អាវុធនៅក្នុងការទាមទារឯករាជ្យពីបារាំងគឺជាចលនាដែលដឹកនាំដោយក្រុមខ្មែរអិសរាជគឺជាបណ្ដុំក្រុមពួកឆ្វេងនិយមពួកស្ដាំនិយមជាច្រើនក្រុមបានបង្រួមបញ្ចូលគ្នានៅក្នុងគោលបំណងមួយចម្បងគឺតស៊ូទាមទារឯករាជ្យពីបារាំងនៅក្នុងហ្នឹងណាបងប្អូនទាំងអស់គ្នាតកតងទៅនឹងចលនាប្រដាប់អាវុធណាបាទឥឡូវនេះបងប្អូនចូលទៅជាមួយលោកគ្រូបន្តទៀតចំណុចខប៉ុន្តែបងប្អូនចំណុចខនេះគឺជាចំណុចមួយដែលបងប្អូនត្រូវមើលដែរការតស៊ូទាមទារឯករាជ្យឬចលនាដោយសន្តិវិធីរបស់សម្ដេចរំសេនុក៏ព្រះអង្គធ្វើវាមាន2ផ្នែកមានន័យថាព្រះអង្គបានធ្វើការទាមទារឯករាជ្យដោយសន្តិវិធីចំនួន2ផ្នែកនេះនៅក្នុងហ្នឹងគ្រូបែងចែកទី1ការទាមទារនៅក្រៅប្រទេសចឹងមានន័យថាព្រះអង្គចេញពីប្រទេសកម្ពុជាចេញទៅធ្វើអីណាទៅធ្វើអីទៅណាមកណាអាហ្នឹងយើងត្រូវដឹងតោះលោកគ្រូដាក់ត្រេមួយពីដើមខែកុម្ភៈដល់ខែមិថុនាឆ្នាំ1953ហើយចាំយើងទទួលឯករាជ្យនៅឆ្នាំ1953ប៉ុន្តែនៅក្នុងខែណាបងប្អូនត្រូវចាំនៅក្នុងខែណាបាទនៅខែទី9វិច្ឆិកាឆ្នាំ1953ណាបងប្អូនត្រូវចាំអាហ្នឹងអញ្ចឹងគេនិយាយតាំងពីដើមខែកុម្ភៈដើមឆ្នាំ1953នេះដល់ខែមិថុនាសម្ដេចនរោត្តមសីហនុទ្រង់បានធ្វើសកម្មភាពទាមទារឯករាជ្យក្រៅប្រទេសបាទទៅក្រៅប្រទេសហ្មងទៅក្រៅប្រទេសធ្វើអី
នេះព្រះអង្គបានយាងទៅប្រទេសបារាំងនៅថ្ងៃទី9ខែកុម្ភៈក្រោយមកសួរថាព្រះអង្គទៅបារាំងដើម្បីអីព្រះអង្គទៅបារាំងដើម្បីពន្យល់ណែនាំបង្ហាញឲ្យពិភពលោកឲ្យប្រទេសបារាំងនឹងដឹងថានេះខ្មែរត្រូវធ្វើការចេះត្រូវបានទាមទារឯករាជ្យដោយយ៉ាងនេះអាហ្នឹងហើយគឺជាអ្វីដែលសម្ដេចនរោត្តមសីហនុទ្រង់បានធ្វើការទៅទាមទារឯករាជ្យដោយសន្តិវិធីការប្រើទ្វេមាត់របស់ព្រះអង្គដើម្បីទៅនិយាយបង្ហាញប្រាប់ទៅដល់បណ្ដាប្រទេសផ្សេងក្រោយពីហ្នឹងចេញពីបារាំងទៅព្រះអង្គបានទៅប្រទេសកាណាដាណាឃើញចាប់ដើមទៅដល់ពីប្រទេសមុនបងបារាំងទៅបារាំងសិនព្រោះប្រទេសបារាំងគឺជាប្រទេសដែលស្ថិតនៅការគ្រប់គ្រងនៅលើកម្ពុជារបស់យើងពេលព្រះអង្គចេញពីបារាំងព្រះអង្គក៏បានបន្តទៅប្រទេសកាណាដាក្រោយមកទៀតព្រះអង្គក៏ចេញទៅប្រទេសសហរដ្ឋអាមេរិកនៅថ្ងៃទី11ខែមេសាដោយទ្រង់បានបញ្ជាក់តាក់ទងទៅនឹងឯករាជ្យបើយើងនិយាយពីតាក់ទងឯករាជ្យហ្នឹងហ្មងមិនគេថាព្រះអង្គទ្រង់មានព្រះរាជចសាថាម៉េចថាប្រសិនបើបារាំងមិនផ្ដល់ឯករាជ្យមកឲ្យកម្ពុជាទេប្រជាជនខ្មែរទាំងអស់ទូទាំងប្រទេសហ្នឹងនឹងក្រោកឡើងប្រឆាំងនឹងបារាំងហើយមួយទៀតដែលធំបំផុតគឺការចូលរួមជាមួយនឹងចលនាកុម្មុយនីសបងប្អូនកន្លែងចំណុចហ្នឹងបងប្អូនទៅមើលនិយាយពីចលនាកុម្មុយនីសបើយើងនិយាយពីបារាំងក្នុងកំឡុងពេលហ្នឹងពិបាកយ៉ាងម៉េចបើសិនជាកម្ពុជាចូលជាមួយនឹងចលនាកុម្មុយនីសវាធ្វើឲ្យចលនាកុម្មុយនីសកាន់តែរីកសាយភាយធំជាបញ្ហាអញ្ចឹងជាបញ្ហាជាហេតុដល់យ៉ាងម៉េចបើព្រះអង្គទៅសហរដ្ឋអាមេរិកគឺពួកសហរដ្ឋអាមេរិកជាប្រទេសសេរីបាទអញ្ចឹងធ្វើប្រាំអាមេរិកថាម៉េចបើសិនជាអាមេរិកមិនទទួលដឹងឮទេអាមេរិកនឹងបាត់បង់នៅបណ្ដាប្រទេសមួយទៀតនឹងចូលជាសមាជិកឬក៏ចូលជាមួយនឹងចលនាកុម្មុយនីសបាទបើយើងនិយាយកុម្មុយនីសលើโลกគឺកុម្មុយនីសនឹងសេរីធំជាងគេហើយបាទតែយើងត្រូវអញ្ចឹងហើយអានេះជាហេតុផលបើព្រះអង្គបានទៅសហរដ្ឋអាមេរិកទៅកាណាដាហើយសហរដ្ឋអាមេរិកណានៅក្នុងកំឡុងពេលហ្នឹងក្រោយមកទៀតក្រោយពីព្រះអង្គត្រឡប់មកវិញត្រឡប់ពីសហរដ្ឋអាមេរិកព្រះអង្គទ្រង់បានយាងទៅប្រទេសជប៉ុនបាទទៅប្រទេសជប៉ុនទៀតពេលដែលព្រះអង្គទៅប្រទេសជប៉ុនព្រះអង្គក៏បានទៅធ្វើការពន្យល់ណែនាំបង្ហាញដូចគ្នាតាក់ទងទៅនឹងគោលបំណងក្នុងការទាមទារឯករាជ្យរបស់ប្រទេសកម្ពុជារបស់យើងបាទព្រះអង្គបានទៅប្រាប់បង្ហាញតានៅក្នុងថ្ងៃទី14ខែឧសភាហើយទ្រង់បានយាងទៅប្រទេសថៃបាទនេះប្រទេសចៅសៀមនេះទ្រង់ក៏បានទៅប្រាប់ដែរយាងទៅដែរនៅថ្ងៃទី13ខែមិថុនាឆ្នាំ1953នៅក្នុងនេះអញ្ចឹងអាហ្នឹងគឺជាតាក់ទងទៅនឹងសកម្មភាពរបស់សម្ដេចនរោត្តមសីហនុនៅក្នុងការចេញទៅក្រៅប្រទេសដើម្បីធ្វើការប្រាប់បង្ហាញពន្យល់ទៅដល់ប្រទេសនៅលើពិភពលោកឲ្យបានទទួលដឹងឮអំពីគោលបំណងនៅក្នុងការទាមទារឯករាជ្យរបស់កម្ពុជាណាបងប្អូនទាំងអស់គ្នាបាទក្រោយមកទៀតបាទយើងចូលដល់ចំណុចនឹងដដែលខដដែលប៉ុន្តែយើងចូលចំណុចទី2ការទាមទារឯករាជ្យនៅក្រៅប្រទេសមានន័យថាព្រះអង្គបានធ្វើសកម្មភាពនៅក្នុងប្រទេសវិញម្ដងអញ្ចឹងក្រោយពេលដែលព្រះអង្គមិនក្រោយពេលដែលព្រះអង្គទ្រង់បានយាងមកដល់ប្រទេសថៃបាទប្រទេសចៅសៀមណាក្រោយមកនៅក្នុងទីក្រុងបាងកកហ្នឹងព្រះអង្គក៏បានទៅគង់នៅតំបន់ស្វាយ័តបាទតំបន់ស្វាយ័តជាតំបន់ដែលមានសុវត្ថិភាពនៅក្នុងហ្នឹងនៅខេត្តសៀមរាបបាត់ដំបងនិងកំពង់ធំដោយទ្រង់មិនយាងទៅភ្នំពេញទេបើមិនទទួលបានឯករាជ្យបរិបូរណ៍ជូនជាតិអញ្ចឹងនៅក្នុងពេលហ្នឹងព្រះអង្គអត់បានយាងទៅទីក្រុងទេរាជធានីទេទៅភ្នំពេញទេព្រះអង្គទៅទេប៉ុន្តែព្រះអង្គនៅតំបន់ស្វាយ័តមួយដើម្បីទទួលដំណឹងចាំទទួលដំណឹងថាតើដំណឹងនេះយ៉ាងម៉េចឯករាជ្យបានបរិបូរណ៍ទេជូនជាតិមាតុភូមិរបស់ព្រះអង្គបាទព្រះអង្គអត់ទៅភ្នំពេញទេក្នុងកន្លែងហ្នឹងណាបាទក្រោយមកទៀតសម្ដេចនរោត្តមសីហនុទ្រង់បានប្រកាសបង្កើតនៅកងជីវពលនារីក្លាហានដើម្បីដាក់គំនាបទៅបារាំងឲ្យព្រមបកគលឯករាជ្យឲ្យប្រទេសកម្ពុជាអញ្ចឹងព្រះអង្គក្នុងកំឡុងពេលហ្នឹងទៅបង្កើតជាក្រុមជីវពលនារីក្លាហានរបស់កម្ពុជារួមគ្នានៅក្នុងការបះបោរប្រឆាំងទៅនឹងបារាំងដាក់គំនាបទៅបារាំងថាបារាំងត្រូវតែបកគលឯករាជ្យឲ្យកម្ពុជាណាជាព្រះរាជតម្រិះរបស់ព្រះអង្គនៅក្នុងការបង្កើតប្រកាសនៅកងជីវពលនារីក្លាហាននៅក្នុងការដាក់គំនាបទៅលើបារាំងបាទក្រោយមកទៀតបារាំងក៏បានបកគលឯករាជ្យចាប់ដើមបារាំងបានបកគលឯករាជ្យនេះកន្លែងនេះសំខាន់ហើយបងប្អូនត្រូវចាំតែម្ដងកន្លែងហ្នឹងបងប្អូនមិនចាំហើយបារាំងបានបកគលឯករាជ្យពេញលេញឲ្យកម្ពុជាយើងនៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1963បាទអូកន្លែងនេះមិនមែន63ទេបងប្អូនទាំងអស់គ្នាកន្លែងនេះលោកគ្រូសេខុសនេះបាទនៅក្នុងឆ្នាំ1953ណាបងប្អូនទាំងអស់គ្នាបាទដោយប្រារព្ធពិធីផ្ទេរអំណាចនៅមុខព្រះបរមរាជវាំងអញ្ចឹងនៅក្នុងហ្នឹងថ្ងៃដែលបងប្អូនត្រូវចងចាំថ្ងៃ9ខែវិច្ឆិកាឆ្នាំ1953គឺជាថ្ងៃដែលប្រទេសកម្ពុជាយើងបានទទួលឯករាជ្យពេញលេញបរិបូរណ៍តែម្ដងជូនជាតិមាតុភូមិរបស់សម្ដេចនរោត្តមសីហនុបាទព្រោះបញ្ជាក់ឡើងវិញណាបងប្អូនណាកន្លែងនេះគឺនៅក្នុងឆ្នាំ1953បាទ53ណាបងប្អូនទាំងអស់គ្នាតាក់ទងទៅនឹងបារាំងបានបកគលឯករាជ្យពេញលេញឲ្យមកប្រទេសកម្ពុជារបស់យើងបាទអញ្ចឹងសរុបរួមមកវិញសម្រាប់ខ្លឹមសារអត្ថន័យខ្លឹមសារនៃវីដេអូរបស់លោកគ្រូគឺលោកគ្រូផ្ដោតអំពីចលនាទាមទារឯករាជ្យរបស់កម្ពុជាទៅនឹងបារាំងណាដែលចែកចេញជាពីរគឺចលនាទាមទារឯករាជ្យដោយប្រដាប់អាវុធនិងចលនាទាមទារឯករាជ្យដោយសន្តិវិធីចលនាទាមទារឯករាជ្យដោយប្រដាប់អាវុធដឹកនាំដោយក្រុមខ្មែរអិសរាជចលនាទាមទារឯករាជ្យដោយសន្តិវិធីដឹកនាំដោយសម្ដេចនរោត្តមសីហនុបាទលោកគ្រូមានតែប៉ុណ្ណេះទេសម្រាប់វីដេអូនេះគឺលោកគ្រូធ្វើឡើងដើម្បីជាជំនួយទៅដល់បងប្អូនប្រឡងបាក់ឌុបបាទថ្ងៃទី12
យើងទៅគេងស្ដាប់គេងសិក្សាស្វែងយល់នៅផ្ទះបន្ថែមទៀតបន្ទាប់ពីកូនបានរៀនជាមួយលោកគ្រូអ្នកគ្រូរបស់កូននៅសាលាហើយលោកគ្រូក៏សូមមេត្តាខន្តីអភ័យទោសរាល់កំហុសខុសឆ្គងក្នុងប្រការណាមួយនៅក្នុងវីដេអូនេះផងដែរមានប្រកាសជាមានណាបងប្អូនរបស់គ្នាបាទជាចុងក្រោយបងប្អូនសូមកុំភ្លេចជួយចុច Subscribe Channel របស់គ្រូម្នាក់មួយផងដើម្បីជាការលើកទឹកចិត្តនិងទទួលបាននូវវីដេអូថ្មីទាក់ទងទៅនឹងការជំនួយផ្នែកប្រវត្តិវិទ្យារបស់លោកគ្រូនៅក្នុងការជួយពន្យល់សំណួរផ្សេងៗទៅដល់បងប្អូនទាំងអស់គ្នានៅក្នុងការសិក្សាស្វែងយល់ក្នុងការប្រឡងបាក់ឌុបរបស់យើងនាពេលខាងមុខនេះឯងបាទលោកគ្រូសូមអរគុណពីលោកគ្រូសាកសុថាត់សូមគោរពលាបាទជាបឋមខ្ញុំបាទសូមគោរពជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជាពិសេសគឺជម្រាបសួរដល់បងប្អូនថ្នាក់ទី12ទាំងអស់គ្នាផងដែរបាទថ្ងៃនេះលោកគ្រូសូមធ្វើការចែករំលែកទាក់ទងទៅនឹងគម្រោងសំណួរមួយសម្រាប់ឲ្យបងប្អូនទាំងអស់គ្នានៅក្នុងការត្រៀមខ្លួនប្រឡងបាក់ឌុបក្នុងរយៈពេល2ខែខាងមុខនេះបងប្អូនទាំងអស់គ្នាបាទអញ្ចឹងទាក់ទងទៅនឹងសំណួរដែលលោកគ្រូចង់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាសំណួរសួរថាចូលរៀបរាប់ពីទូនាទីសន្តិភាពនៅក្នុងការជួយអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចនៃប្រទេសកម្ពុជាអញ្ចឹងនៅក្នុងសំណួរនេះគឺជាសំណួរដែលបងប្អូនគួរតែសិក្សាស្វែងយល់ទាក់ទងទៅនឹងសន្តិភាពបាទសន្តិភាពនៅក្នុងការជួយទៅលើការអភិវឌ្ឍនៅវិស័យសង្គមនិងសេដ្ឋកិច្ចនៃប្រទេសកម្ពុជារបស់យើងបាទហើយនេះសូមបងប្អូនរីករាយជាមួយនឹងចម្លើយរបស់យើងបាទអញ្ចឹងទាក់ទងទៅនឹងទូនាទីសន្តិភាពនៅក្នុងការអភិវឌ្ឍសង្គមមានន័យថាគេនិយាយផ្ដោតសំខាន់ទៅលើពីរបងប្អូនទាំងអស់គ្នាបាទគឺទូនាទីអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចនៅកម្ពុជាអញ្ចឹងនៅក្នុងនេះបងប្អូននៅពេលដែលបងប្អូនមើលសំណួរបែបនេះបងប្អូនត្រូវចេះថាតើរបៀបនៅក្នុងការសរសេរសំណួរបែបហ្នឹងយើងគួរសរសេរយ៉ាងណាដើម្បីទទួលបានបន្ទូលល្អអញ្ចឹងលោកគ្រូប្រាប់តិចណាអញ្ចឹងបងប្អូនសំណួរនេះគឺគេផ្ដោតសំខាន់តែពីរចំណុចទេគឺការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចអញ្ចឹងបងប្អូនត្រូវចេះបែងចែកវាជាពីរដាច់ដោយឡែកពីគ្នាទី1បងប្អូនដាក់មកបាទដាក់កមកដាក់កឲ្យចុច1ដាក់ថាទូនាទីសន្តិភាពនៅក្នុងការអភិវឌ្ឍសង្គមឃើញទេអញ្ចឹងនៅពេលដែលបងប្អូនដាក់កមួយមកបងប្អូនធ្វើការត្រេបាទត្រេមួយមកត្រេ2ត្រេ3មកឥឡូវមើលគំរូរបស់លោកគ្រូនេះបងឃើញទេអញ្ចឹងនៅពេលដែលបងប្អូនដាក់កមួយបងប្អូនអាចត្រេក៏បានចុចក៏បានតែជាទូទៅគេឲ្យត្រេណាអញ្ចឹងបងប្អូនត្រេមួយមកបងដាក់ថាការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យអញ្ចឹងនៅក្នុងនោះគេថាម៉េចនៅពេលមានសន្តិភាពប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញនៅក្នុងការរស់នៅការបញ្ចេញមតិនិងការជ្រើសរើសអ្នកដឹកនាំស្របតាមរដ្ឋធម្មនុញ្ញអញ្ចឹងត្រេមួយគេថាគឺការគោរពសិទ្ធិគ្នានៅពេលដែលយើងមានសន្តិភាពសង្គមរបស់យើងចាប់ផ្ដើមមានការគោរពសិទ្ធិគ្នាទៅវិញទៅមកនិងការគោរពទៅលើលទ្ធិប្រជាធិបតេយ្យបាទលទ្ធិប្រជាធិបតេយ្យការយកប្រជាពលរដ្ឋជាធំណាហើយនៅក្នុងហ្នឹងប្រជាពលរដ្ឋនេះមានសិទ្ធិសេរីភាពពេញលេញនៅក្នុងការរស់នៅក្នុងការបញ្ចេញមតិក៏ដូចជានៅក្នុងការជ្រើសរើសមេដឹកនាំឬក៏អ្នកដឹកនាំណាម្នាក់ដែលវាមានភាពស្របច្បាប់ទៅនឹងច្បាប់កម្ពុជារបស់យើងគឺរដ្ឋធម្មនុញ្ញហ្នឹងបាទត្រេទី1ត្រេទី2ឬក៏ចុច2ការរីកចម្រើននៃប្រព័ន្ធអប់រំអញ្ចឹងនៅពេលដែលយើងមានសុខសន្តិភាពវាអនុញ្ញាតឲ្យរាជរដ្ឋាភិបាលរបស់យើងនៅក្នុងការកសាងសង់សាលារៀនពង្រឹងសមត្ថភាពគ្រូបង្រៀននិងផ្ដល់ឱកាសឲ្យកុមារនិងយុវជនបានសិក្សារៀនសូត្រពងពោះនៅពេលដែលយុវជនកុមាររបស់យើងបានរៀនសូត្របានពងពោះតើយ៉ាងម៉េចទៅសង្គមរបស់យើងយ៉ាងម៉េចទៅបាទទំពាំងរបស់យើងយ៉ាងម៉េចទៅគឺទំពាំងវាប្រកាសជាស្នងឫស្សីហើយធនធានមនុស្សរបស់យើងនឹងមានតម្លៃឃើញទេមនុស្សនៅក្នុងសង្គមចាប់ផ្ដើមមានចំណេះដឹងអញ្ចឹងអាស្រ័យទៅលើការរីកចម្រើននៃប្រព័ន្ធអប់រំយើងមានសុខសន្តិភាពប្រព័ន្ធអប់រំរបស់យើងក៏មាននៅភាពរីកចម្រើនគ្រូមានគុណភាពសិស្សមានគុណវុឌ្ឍិនោះប្រទេសជាតិរបស់យើងនឹងរីកចម្រើនបាទចំណុចទី3ការលើកកម្ពស់ប្រព័ន្ធសុខាភិបាលនៅពេលដែលមានសុខសន្តិភាពវិស័យអប់រំក៏រីកចម្រើនវិស័យសុខាភិបាលនិយាយឲ្យងាយថាពេទ្យបាទមន្ទីរពេទ្យមណ្ឌលសុខភាពការផ្ដល់សេវាថែទាំសុខភាពផ្សេងៗកាន់តែខិតជិតប្រជាពលរដ្ឋមែនអត់មែនហើយនេះមិនថាមែនពលរដ្ឋរបស់យើងមើលនៅតាមបណ្ដាភូមិឃុំបច្ចុប្បន្នលោកលើកបច្ចុប្បន្នចុះទាំងអស់គ្នាមើលមួយឃុំមានមណ្ឌលសុខភាពមួយបាទមួយឃុំមានមណ្ឌលសុខភាពមួយអញ្ចឹងមានន័យថាវិស័យសុខាភិបាលមណ្ឌលសុខភាពនៅចិត្តគៀកបង្កើជាមួយប្រជាពលរដ្ឋមែនទេណានេះហើយគឺជាការសបញ្ជាក់ឲ្យឃើញពីតម្លៃនៃសន្តិភាពពេលមានសន្តិភាពសង្គមរបស់យើងរីកចម្រើនទៅតាមហ្នឹងបាទទៅតាមហ្នឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនស្អីមកលើកកម្ពស់ប្រព័ន្ធសុខាភិបាលគឺយើងឲ្យឱកាសនៅក្នុងការកសាងមន្ទីរពេទ្យមណ្ឌលសុខភាពការថែទាំសុខភាពផ្សេងៗទៅកាន់ប្រជាពលរដ្ឋកាន់តែខិតជិតដែលជួយឲ្យមានការកាត់បន្ថយនៅមរណភាពនិងការបង្កើនអាយុរស់នៅរបស់ប្រជាជនអាហ្នឹងឯងគឺជាចំណុចដែលយើងគួរតែសិក្សាបាទចំណុចមួយទៀតស្ថិរភាពនិងសណ្ដាប់ធ្នាប់សង្គមអញ្ចឹងនៅពេលដែលសង្គមរបស់យើងមានសុខសន្តិភាពវានាំឲ្យសង្គមរបស់យើងទី1គឺស្ថិរភាពសង្គមមានស្ថិរភាពអត់មានបង្កភាពចលាចលទេសង្គមមានសណ្ដាប់ធ្នាប់កាត់បន្ថយអំពើហិង្សាចោរកម្មអញ្ចឹងនៅពេលយើងមានសុខសន្តិភាពយើងកាត់បន្ថយនៅអំពើហិង្សានៅក្នុងសង្គមចោរកម្មនៅក្នុងសង្គមក៏ដូចជាសង្គ្រាមស៊ីវិលណាយើងកាត់បន្ថយទាំងអស់ពិសេសគឺសង្គ្រាមស៊ីវិលនៅក្នុងសង្គមនឹងមកជាបញ្ហាហើយធ្វើឲ្យប្រជាពលរដ្ឋរបស់យើងរស់នៅដោយគ្មានការភ័យខ្លាចឲ្យមាននៅសុខដុមរមនានិងសាមគ្គីភាពនៅក្នុងជាតិរបស់យើងបាទអញ្ចឹងទាំងអស់គ្នាឃើញទេអាហ្នឹងឯងគឺចំណុចសន្តិភាពទី4ណានៅក្នុងសង្គមបាទឥឡូវនេះយើងចប់នៅក្នុងចំណុចតនេះបាទទូនាទីសន្តិភាពនៅក្នុងការអភិវឌ្ឍសង្គមអញ្ចឹងយើងលើក4ចំណុចដោយទាំងអស់គ្នាដាក់មក1 2 3 4ហើយគឺសរសេរបែបនេះណាដើម្បីបានបន្ទូលល្អបាទបន្ទូលល្អគឺសរសេរបែបនេះបាទអ្នកកែគាត់កែទៅគាត់ឲ្យបន្ទូលពេញបងប្អូនសេបានប៉ុណ្ណេះគឺពេញហើយបាទមួយសំណួរហ្នឹងបើសិនជា7បន្ទូល8បន្ទូលបងប្អូនបានពេញតែម្ដងបាទអញ្ចឹងចូលចំណុចមួយទៀតមិញយើងនិយាយអំពីបញ្ហាសង្គមការអភិវឌ្ឍសង្គមចូលចំណុចទី2
បាទខមកបងប្អូនដាក់ខមកទូនីតិសន្តិភាពនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងម៉េចត្រេទី1តាក់ទាញភ្ញៀវទេសចរនេះវិនិយោគិនបរទេសតាក់ទាញការតាក់ទាញវិនិយោគិនបរទេសវិនិយោគិនហ្នឹងគឺគេសំដៅទៅលើអ្នកវិនិយោគនៅក្នុងបរទេសនៅពេលដែលគ្មានអ្នកវិនិយោគណាហ៊ានមកបោះទុនចូលក្នុងប្រទេសយើងទេបាទបើសិនជាប្រទេសយើងមានសង្គ្រាមចុះបើប្រទេសមានសន្តិភាពប្រទេសមានស្ថិរភាពនយោបាយអញ្ចឹងប្រកាសហើយក្រុមហ៊ុនធំគេនឹងគាត់ជាមកវិនិយោគទុនជាមួយនឹងប្រទេសរបស់យើងកម្ពុជារបស់យើងមានសុខសន្តិភាពគេមកវិនិយោគបាទតែនៅពេលដែលគេមកវិនិយោគវានាំឲ្យយ៉ាងម៉េចប្រជាជនរបស់យើងនៅនឹងចាប់ដើមមានការងារធ្វើបាទគេមកបង្កើតរោងចក្រសហគ្រាសនៅលើទឹកដីកម្ពុជាអញ្ចឹងទឹកដីកម្ពុជាយើងនឹងសម្បូរការងារធ្វើប្រជាជនមានការងារធ្វើច្រើននឹងមានលុយចាយច្រើនឃើញទេតើទៅនឹងសេដ្ឋកិច្ចចំណុចទី1គឺការតាក់ទាញភ្ញៀវទេសចរអត់ទេភ្ញៀវវិនិយោគបាទវិនិយោគិនបរទេសឲ្យមកដាក់ទុនវិនិយោគនៅស្រុកខ្មែរចំណុចទី2ការអភិវឌ្ឍវិស័យទេសចរកម្ពុជាសម្បូរទៅដោយសម្បត្តិវប្បធម៌បងប្អូនទាំងអស់គ្នាស្គាល់ហើយវប្បធម៌សម្បត្តិវប្បធម៌ដ៏មានតម្លៃដែលមិនចេះរៀងស្រួលនេះប្រសាទអង្គរវត្តរបស់យើងបាទទេសចររីកចម្រើនអង្គរវត្តមួយឆ្នាំភ្ញៀវរាប់លាននេះទាំងជាតិនិងអន្តរជាតិមកមើលណានិងធម្មជាតិនេះសម្បត្តិវប្បធម៌អង្គរវត្តនិងសម្បត្តិវប្បធម៌ធម្មជាតិរបស់យើងមានអីខ្លះបាទតំបន់ទេសចរច្រើនទឹកជ្រោះនៅមណ្ឌលគិរីរតនគិរីបាទសុទ្ធតែជាតម្លៃដែលតាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាប្រទេសរបស់យើងលើពីនឹងសន្តិភាពធ្វើឲ្យភ្ញៀវទេសចរអន្តរជាតិមានទំនុកចិត្តក្នុងការមើលកំសាន្តដែលនាំមកនៅចំណូលរូបិយប័ណ្ណបរទេសយ៉ាងច្រើនគេមានន័យថាក្នុងចំណុចហ្នឹងមានន័យថាចំណូលលុយដែលយើងទទួលបានពីភ្ញៀវបរទេសគេមកទស្សនាហ្នឹងវាចូលដល់ជាតិរបស់យើងដល់ប្រជាជនរបស់យើងណាដល់ទឹកដីខ្មែររបស់យើងអានេះគឺជាចំណូលដែលគេលើកឡើងថាម៉េចវិស័យទេសចរគឺជាឧស្សាហកម្មគ្មានផ្សែងណាបាទគ្រប់គ្រងចំណុចទី3ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តរដ្ឋាភិបាលលើពេលអញ្ចឹងរដ្ឋាភិបាលរបស់យើងមានថវិកានិងឱកាសនៅក្នុងការស្ថាបនាសាងសង់កសាងបាទផ្លូវថ្នល់ស្ពានអាកាសយានដ្ឋានកំពង់ផែប្រព័ន្ធធារាសាស្ត្រដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ឥឡូវបើយើងមានផ្លូវល្អផ្លូវជាតិផ្លូវនៅក្នុងការដឹកនៅទំនិញផ្លូវទៅមកប្រកបទៅដោយគុណភាពហើយលឿនទៀតផ្លូវជាតិហ្នឹងបើយើងនិយាយផ្លូវជាតិមានស្ពានបាទមានអាកាសយានដ្ឋានអន្តរជាតិដូចបច្ចុប្បន្នយើងមើលទៅអាកាសយានដ្ឋានសម្ដេចតេជោបានបង្កើតឡើងនៅទឹកខ្មៅបាទមកដកតេជោបានបង្កើតឡើងនេះបាទកំពង់ផែប្រព័ន្ធធារាសាស្ត្រវាគឺជាសរសៃឈាមតែស្អីចរន្តសេដ្ឋកិច្ចរបស់យើងគឺចេញពីទាំងអស់នោះបាទហេដ្ឋារចនាសម្ព័ន្ធរូបវន្តហ្នឹងឯងហើយយើងត្រូវពង្រឹងផ្លូវថ្នល់ដឹកបានលឿនបាទស្ពានអត់មានបញ្ហាអីទេការដឹកកាលណាដែលមានផ្លូវថ្នល់ល្អត្រូវមានស្ពានល្អដែរបានដឹកបានលឿនតែលើពីហ្នឹងគឺអាកាសយានដ្ឋានយន្តហោះប្រព័ន្ធអាកាសត្រូវមានការចរាចរណ៍បានល្អកំពង់ផែប្រព័ន្ធដឹកនាំនៅប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកណាជាចំណុចដែលយើងត្រូវមើលបាទចំណុចមួយទៀតការកាត់បន្ថយភាពក្រីក្រពេលដែលយើងមានសេដ្ឋកិច្ចមាននៅក្នុងពេលដែលសេដ្ឋកិច្ចរបស់យើងកើនឡើងប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋម្នាក់ក៏កើនឡើងទៅតាមនឹងដែរហើយវាជួយឲ្យអត្រានៃភាពក្រីក្ររបស់ប្រជាពលរដ្ឋខ្មែរយើងត្រូវកាត់បន្ថយណាអាហ្នឹងជាចំណុចសំខាន់ដល់អ្នកនរទៅគិតបាទអញ្ចឹងសរុបរួមមកវិញបាទតកតងទៅនឹងចំណុចមេរៀនសំណួររបស់យើងទាំងពីរនេះទី1គឺយើងផ្ដោតសំខាន់ទៅលើទួលនីតិសន្តិភាពនៅក្នុងការជួយអភិវឌ្ឍសង្គមទី2គឺយើងផ្ដោតសំខាន់ទៅលើទួលនីតិនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបាទទួលនីតិសន្តិភាពនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបាទជាដំបូងខ្ញុំបាទសូមគោរពជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនថ្នាក់12ថ្ងៃនេះលោកគ្រូសូមធ្វើការចែករំលែកតទៅនឹងគម្រោងសំណួរមួយសម្រាប់ត្រៀមប្រឡងបាក់ឌុបទៅលើបងប្អូនទាំងអស់គ្នាសម្រាប់ធ្វើការស្វ័យសិក្សាទាំងអស់គ្នាបាទអញ្ចឹងសំណួររបស់លោកគ្រូថ្ងៃនេះលោកគ្រូនឹងលើកឡើងតទៅនឹងសំណួរមួយថាតើកត្តាអ្វីខ្លះដែលនាំឲ្យកម្ពុជាផ្ទុះសង្គ្រាមស៊ីវិលនៅឆ្នាំ1970ដល់ឆ្នាំ1975បាទអញ្ចឹងតទៅនឹងសំណួរនេះគឺជាសំណួរត្រៀមសម្រាប់បាក់ឌុបបងប្អូនថ្នាក់ទី12ទាំងអស់គ្នាបាទបងប្អូនត្រូវតែចេះស្វែងរកក៏ដូចជារៀននៅតាមប្រព័ន្ធ social media ជាពិសេសគឺ YouTube ហ្នឹងឯងណាបងប្អូនទាំងគ្នាបាទឥឡូវនេះលោកគ្រូសូមចូលទៅអត្ថន័យខ្លឹមសាររបស់យើងចម្លើយបាទអញ្ចឹងបងប្អូនទាំងអស់គ្នាតកតងទៅនឹងសង្គ្រាមស៊ីវិលបើយើងនិយាយពីដើមឆ្នាំ1970បាទដល់ឆ្នាំ1975ហ្នឹងអានេះគឺជាសង្គ្រាមស៊ីវិលដំបូងគេឯងដែលកម្ពុជាយើងចាប់ផ្ដើមផ្ទុះឡើងនៅក្នុងកំឡុងពេលហ្នឹងបាទសម័យទំនើបហ្នឹងឯងអញ្ចឹងតកតងទៅនឹងចម្លើយរបស់លោកគ្រូដែលចង់ចែកជូនដល់បងប្អូនទាំងអស់គ្នាថានៅក្នុងដំណាក់កាលឆ្នាំ1970ដល់75គេហៅថាសង្គ្រាមរវាងសាធារណរដ្ឋខ្មែរនិងខ្មែរក្រហមមូលហេតុចម្បងអញ្ចឹងមានន័យថាសង្គ្រាមនេះគឺជាសង្គ្រាមស៊ីវិលរវាងខ្មែរនិងខ្មែរមានន័យថាសង្គ្រាមស៊ីវិលគឺជាសង្គ្រាមដែលកើតឡើងនៅក្នុងប្រទេសជាតិមួយរវាងជាតិមួយនឹងជាតិមួយនឹងឬក៏ប្រជាជនឬក៏ក្រុមមួយក្រុមពីរនៃប្រទេសតែមួយបាទអញ្ចឹងនៅក្នុងនោះលោកគ្រូបានបញ្ជាក់ដែរថាគឺកើតឡើងរវាងសាធារណរដ្ឋបាទពួកសាធារណរដ្ឋខ្មែរនិងខ្មែរក្រហមអញ្ចឹងបងប្អូនស្គាល់ទេថាពួកសាធារណរដ្ឋខ្មែរហ្នឹងគឺគេសំដៅទៅលើរបបបលុនណុលបាទរីឯខ្មែរក្រហមគឺគេសំដៅទៅលើក្រុមខ្មែរក្រហមហ្នឹងឯងបាទដែលជាក្រុមដែលបន្ទាប់ពីសម័យសាធារណរដ្ឋខ្មែរហ្នឹងឯងបាទអញ្ចឹងនៅក្នុងហ្នឹងបងប្អូនលោកគ្រូបានធ្វើការបែងចែកតទៅនឹងគោលចំណុចធំបាទទី1ក៏ចំណុចកហ្នឹងគ្រូដាក់ថារដ្ឋប្រហារថ្ងៃទី8មីនាឆ្នាំ1970បាទទី2ខគឺវត្តមានកងទ័ពវៀតណាមខាងជើងបាទវត្តមានកងទ័ពវៀតណាមខាងជើងទី3គឺការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកបាទរបស់អាមេរិកតទៅនឹងកត្តាទី3ក
ចំណុចខគឺការគ្រប់គ្រងរបស់ចិនបាទនិងចំណុចងគឺអតិពលនៃសង្គ្រាមត្រជាក់អញ្ចឹងបងប្អូនទាំងអស់គ្នាថ្ងៃនេះលោកគ្រូបញ្ជាក់ឲ្យច្បាស់តែម្ដងថាតកតងទៅនឹងកត្តាដែលធ្វើឲ្យកម្ពុជាយើងធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលនៅឆ្នាំ1970ដល់75ហ្នឹងគឺមាន5ហ្នឹងបាទចំណុចទី1គឺលោកគ្រូលើកឡើងពីរដ្ឋប្រហារថ្ងៃ18មីនាឆ្នាំ1970ចំណុចទី2លោកគ្រូក៏និយាយពីវត្តមានរបស់កងទ័ពវៀតណាមខាងជើងដែរដែលនាំឲ្យកម្ពុជាយើងធ្វើឲ្យមានបញ្ហាកើតនៅសង្គ្រាមស៊ីវិលទី3គឺតកតងទៅនឹងការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកក៏ជាកត្តាចម្បងហើយចំណុចទី4គឺយើងផ្ដោតសំខាន់ទៅលើការគ្រប់គ្រងរបស់ចិនបាទចិនមានការគ្រប់គ្រងមកនៅខ្មែរយើងកំឡុងពេលហ្នឹងនិងចំណុចទី5គឺយើងនិយាយតកតងទៅនឹងអធិពលសង្គ្រាមត្រជាក់បាទឥឡូវលោកគ្រូសូមធ្វើការសង្ខេបទៅខ្លឹមសារមួយដល់បងប្អូនទាំងអស់គ្នានៅក្នុងការស្ដាប់ទាំងអស់គ្នាបាទហើយនឹងការស្វែងយល់បាទអញ្ចឹងយើងមើលចំណុចទី1បងប្អូនដឹងហើយថាតកតងទៅនឹងការទម្លាក់គ្រាប់បែកតកតងទៅនឹងការធ្វើរដ្ឋប្រហារនៅថ្ងៃទី18ខែមិនិនាឆ្នាំ1970គឺជាការធ្វើរដ្ឋប្រហារទម្លាក់សម្ដេចឧត្តមសីហនុចេញពីអំណាចដោយសេនាប្រមុខលន់នល់បាទអញ្ចឹងនៅពេលដែលគេធ្វើរដ្ឋប្រហារភ្លាមបាទស្ថានភាពប្រទេសត្រូវមានបញ្ហាយ៉ាងម៉េចបងប្អូនទាំងអស់គ្នាថានៅក្នុងរាជការរបស់សម្ដេចឧត្តមសីហនុបាទប្រទេសជាតិរបស់យើងអត់មានបញ្ហាទេអ្នកនយោបាយច្រើនប៉ុន្តែសួរថាអ្នកនយោបាយទាំងអស់រួបរวมជាមួយនឹងសម្ដេចឧត្តមសីហនុបាទក្រោយនឹងហើយធ្វើឲ្យប្រទេសជាតិគឺមានសុខសន្តិភាពប៉ុន្តែនៅពេលដែលសេនាប្រមុខលន់នល់ធ្វើរដ្ឋប្រហារក្រឹបបាទបានធ្វើឲ្យមានការបែកបាក់សាមគ្គីប្រទេសក្នុងមានន័យថាធ្វើការធ្វើរដ្ឋប្រហាររបស់សេនាប្រមុខលន់នល់នឹងហើយជាដើមហេតុដំបូងដែលនាំឲ្យប្រទេសកម្ពុជាយើងបែកបាក់សាមគ្គីគ្នានៅក្នុងប្រទេសណាជាកត្តាមួយធំបំផុតមកចម្បងគឺកត្តាក្នុងប្រទេសនឹងឯងគឺការធ្វើរដ្ឋប្រហាររបស់សេនាប្រមុខលន់នល់ដែលជាហេតុនាំឲ្យមានការបែកបាក់ទីក្នុងប្រទេសយើងនឹងយ៉ាងធ្ងន់ធ្ងរឃើញទេអានឹងហើយដែលលោកគ្រូចង់បញ្ជាក់ថាតកតទៅនឹងមូលហេតុគឺដើមហេតុចម្បងគឺការធ្វើរដ្ឋប្រហារថ្ងៃ18មីនាឆ្នាំ1970ហ្នឹងហើយបាទចំណុចទី1ណាបងប្អូនអរគ្នាយល់ណាបាទលោកគ្រូសូមចូលចំណុចទី2តកតទៅនឹងវត្តមានកងទ័ពវៀតណាមខាងជើងបងប្អូនមានដឹងទេតកតទៅនឹងវៀតណាមខាងជើងបើយើងនិយាយអំពីឆ្នាំ1970ដល់75គឺកំឡុងហ្នឹងវៀតណាមកំពុងតែមានសង្គ្រាមបាទមានបញ្ហាសង្គ្រាមតកតទៅនឹងវៀតណាមនេះអញ្ចឹងអាការមានសង្គ្រាមនឹងហើយវានាំឲ្យមិននិយាយគេថាមិនការប្រើប្រាស់ទឹកដីកម្ពុជាជាមូលដ្ឋាននិងផ្លូវលំហូជីមីងដោយកងទ័ពកុម្មុយនីសវៀតណាមបានទាញឲ្យកម្ពុជានឹងធ្លាក់ចូលក្នុងសង្គ្រាមវៀតណាមយ៉ាងពេញទំហឹងនៅក្នុងកំឡុងពេលហ្នឹងបងប្អូនទាំងអស់គ្នាវៀតណាមកំពុងតែមានបញ្ហាសង្គ្រាមផ្ទៃក្នុងបាទគឺវៀតណាមខាងជើងនិងវៀតណាមខាងត្បូងណែមានបញ្ហាក៏ប៉ុន្តែនៅក្នុងកំឡុងពេលហ្នឹងគឺស្ថានភាពនយោបាយយ៉ាងម៉េចវៀតណាមបានធ្វើការប្រើប្រាស់ទឹកដីកម្ពុជាយើងណែមានន័យថាវៀតណាមខាងជើងហ្នឹងបានធ្វើការប្រើប្រាស់ទឹកដីកម្ពុជាយើងដាក់នៅក្នុងមូលដ្ឋានទ័ពរបស់ខ្លួនលើទឹកដីកម្ពុជាជាបញ្ហាមួយហេតុអីបានជាវៀតណាមមានឱកាសនៅក្នុងការដាក់ទឹកដីកម្ពុជាទៅលើមាសដាក់មូលដ្ឋានទ័ពនៅលើទឹកដីកម្ពុជាអានេះជាបញ្ហាដែលយើងត្រូវគិតបាទអញ្ចឹងកត្តាហ្នឹងកត្តាទី1អញ្ចឹងកត្តាទាញមានន័យថាប្រទេសហ្នឹងបានប្រើទឹកដីកម្ពុជាយើងធ្វើជាការដាក់មូលដ្ឋានទ័ពជាបញ្ហាមួយដែលទាញឲ្យកម្ពុជាយើងចូលបញ្ហាសង្គ្រាមវៀតណាមយ៉ាងពេញទំហឹងមានន័យថាវៀតណាមបានធ្វើការទាញកម្ពុជាយើងចូលជាមួយនឹងខ្លួនដែរនៅក្នុងកំឡុងពេលហ្នឹងគឺវៀតណាមខាងជើងទាញបាទអញ្ចឹងអាកត្តាហ្នឹងហើយវត្តមានរបស់កងទ័ពវៀតណាមខាងជើងហ្នឹងហើយក៏ជាបញ្ហាដែរបញ្ហាយ៉ាងម៉េចទៅមុខទៀតនេះចូលដល់ចំណុចកោការទម្លាក់គ្រាប់បែករបស់អាមេរិកនេះតើតើទៅនឹងចំណុចហ្នឹងលោកគូចង់ផ្ដោតសំខាន់បន្តិចគេថាប្រតិបត្តិការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរមកលើទឹកដីកម្ពុជាដើម្បីកម្ចាត់កងទ័ពវៀតណាមឃើញទេឃើញដើម្បីអីដើម្បីកម្ចាត់កងទ័ពវៀតណាមកម្ចាត់យ៉ាងម៉េចអាមេរិកកំឡុងពេលហ្នឹងអាមេរិកធ្វើការទម្លាក់គ្រាប់បែកបាទទម្លាក់គ្រាប់បែកសួរថាអាមេរិកទម្លាក់គ្រាប់បែកពីណាបាទអាមេរិកទម្លាក់គ្រាប់បែកលើវៀតណាមដែរតែហេតុអីមិនជាទម្លាក់គ្រាប់បែកលើវៀតណាមមកលើទឹកដីកម្ពុជាវិញចុះទឹកដីកម្ពុជាយើងបើមានវៀតណាមនៅហ្នឹងឃើញទេអាហ្នឹងជាបញ្ហាធ្ងន់ធ្ងរតែនាំឲ្យប្រទេសកម្ពុជាយើងចាប់បានមានបញ្ហារឿងសង្គ្រាមហ្នឹងហើយចឹងយើងតែងតែនិយាយថាហេតុអីបានជាអាមេរិកទម្លាក់គ្រាប់បែកមកលើប្រទេសកម្ពុជាទាំងតែអាមេរិកមានសង្គ្រាមជាមួយវៀតណាមហ្នឹងមានបញ្ហាជាមួយវៀតណាមហ្នឹងហេតុអីទៅណែអាបញ្ហាហ្នឹងឯងដែលនាំឲ្យមានបញ្ហាដល់ប្រទេសកម្ពុជាគឺកម្ពុជាយើងនឹងមិនអាចដកមូលដ្ឋានទ័ពរបស់កងទ័ពវៀតណាមចេញបានណាតែតើទៅនឹងកងទ័ពវៀតណាមខាងជើងដាក់មូលដ្ឋានទ័ពទឹកដីខ្មែរហ្នឹងដល់ពេលអាមេរិកទម្លាក់គ្រាប់បែកក្រឹបយើងស្រែកថាហេតុអីទម្លាក់គ្រាប់បែកលើប្រទេសខ្ញុំបាទលើទឹកដីខ្ញុំកម្ពុជាតាតែដល់ពេលអាមេរិកគេស្រែកមកវិញថាម៉េចខ្ញុំមិនមែនទម្លាក់គ្រាប់បែកនៅលើប្រជាជនកម្ពុជាទេខ្ញុំទម្លាក់គ្រាប់បែកទៅលើប្រជាជនវៀតណាមណាអាហ្នឹងជាបញ្ហាឃើញទេជាដើមចូលនៅនាំឲ្យមានបញ្ហាសង្គ្រាមដែលវាជាហេតុធ្វើឲ្យប្រជាជនខ្មែររបស់យើងនឹងមានការខឹងសម្បាបាទក៏ជាកត្តាមួយដែរការខឹងសម្បាទៅលើកត្តាការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកណាជាហេតុដែលនាំឲ្យប្រជាជនខឹងសម្បាហើយយ៉ាងម៉េចងាកទៅគ្រប់គ្រងចលនារបស់ពួកខ្មែរក្រហមមានហេតុចលនាផ្សេងទៀតនៅក្នុងប្រទេសបាទដល់ពេលចំណុចទី4នៅក្នុងចំណុចទី4បងប្អូនទាំងអស់គ្នាលោកគ្រូសូមនិយាយតទៅនឹងការគ្រប់គ្រងរបស់ចិនការគ្រប់គ្រងរបស់ចិនហ្នឹងគឺតកតងទៅនឹងបញ្ហាមានន័យថានិយាយអំពីការរដ្ឋប្រហារបន្តិចនៅពេលរដ្ឋប្រហារទម្លាក់សម្ដេចរមសីហនុចេញនៅឆ្នាំ1970ថ្ងៃ18មីនាហ្នឹងសម្ដេចរមសីហនុបានទៅទីក្រុងប៉េកាំងបាទទៅប្រទេសចិនបាទធ្វើទៅហ្នឹងទៅពេលដែលព្រះអង្គទៅព្រះអង្គមិនពេញចិត្តទៅនឹងការធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គចេញពីតំណែងទេរបស់សេនាប្រមុខលន់នល់ទេអញ្ចឹងជាហេតុដែលធ្វើឲ្យព្រះអង្គចាប់ផ្ដើមបង្កើតរដ្ឋាភិបាលនីតិខ្លួនបាទថ្មីមួយ
ដោយទ្រង់បានធ្វើការបង្កើតដោយចលនាហៅថារណសិរៈរួមជាតិកម្ពុជាបានព្រះអង្គធ្វើការឃោសនាមានន័យថាម៉េចព្រះអង្គបានធ្វើការឃោសនាថាបណ្ដាប្រជាជនទាំងអស់ដែលគោរពស្រឡាញ់ព្រះអង្គបាទដែលគោរពស្រឡាញ់ចាត់ទុកព្រះអង្គជាបិតាឯករាជ្យជាតិអញ្ចឹងបញ្ហាហ្នឹងព្រះអង្គបានអំពាវនាវទៅដល់ប្រជាជនទាំងអស់រត់ចូលព្រៃទៅបាទសូមប្រជាជនទាំងអស់រត់ចូលព្រៃទៅរត់ចូលព្រៃដើម្បីអីបាទដើម្បីនេះរណសិរៈរួមជាតិកម្ពុជារបស់ព្រះអង្គត្រូវទាមទារអំណាចឲ្យព្រះអង្គមកវិញបាទទាំងអស់គ្នារត់ចូលព្រៃទៅចូលព្រៃបើយើងនិយាយនៅក្នុងហ្នឹងគឺព្រៃម៉ាគីដែលគេតែងតែនិយាយគឺព្រៃម៉ាគីរត់ចូលព្រៃម៉ាគីតាមការអំពាវនាវរបស់ព្រះអង្គហើយនៅពេលដែលរត់ចូលព្រៃយ៉ាងម៉េចទៅបាទកត្តារត់ចូលព្រៃនឹងហើយដែលនាំឲ្យក្រុមចលនាផ្សេងទៀតមានថាក្រុមចលនាដែលនៅក្នុងព្រៃជាពិសេសគឺក្រុមចលនាខ្មែរក្រហមចាប់យកកម្លាំងរបស់កម្ពុជាមានថាកម្លាំងរបស់ប្រជាជនយើងហ្នឹងប្រជាជនដែលរត់ពីភូមិស្រុករត់ចូលព្រៃហ្នឹងចូលទៅអញ្ចឹងវាធ្វើឲ្យខ្មែរក្រហមចាប់ផ្ដើមមាននៅកម្លាំងខ្លាំងក្លាដោយសារតែការរួមគ្នារបស់ប្រជាជនចូលហើយពិសេសគឺសម្ដេចរំសេនុទ្រង់អំពាវនាវហើយព្រោះទ្រង់ជាបិតាសន្តិភាពទ្រង់ជាបិតាដែលនាំឲ្យប្រទេសកម្ពុជាទទួលបាននៅសុខសន្តិភាពឯករាជ្យភាពណាសុខសន្តិភាពពេញលេញ5-10ឆ្នាំបានឯករាជ្យពីបារាំងព្រះអង្គសន្យាថាបានឯករាជ្យពីបារាំងព្រះអង្គធ្វើបានប្រជាជនស្រឡាញ់ព្រះអង្គមែនទែនពេញចិត្តព្រះអង្គរួមដៃជាមួយព្រះអង្គក្រោយមកគេទម្លាក់អំណាចរបស់ព្រះអង្គធម្មតាគេទម្លាក់អំណាចរបស់ព្រះអង្គហើយយើងធ្វើម៉េចបាទប្រជាជនត្រូវតែដដើមមកវិញបើដដើមមកវិញគឺរត់ចូលព្រៃពេលរត់ចូលព្រៃនាំឲ្យប្រជាជននឹងទៅជាកម្លាំងមួយដ៏ល្អសម្រាប់ក្រុមខ្មែរក្រហមជាហេតុធ្វើឲ្យខ្មែរក្រហមបានចាប់យកកម្លាំងនឹងធ្វើការផ្ដួលរំលំរបបសាធារណរដ្ឋខ្មែរបានដោយជោគជ័យបាទនៅថ្ងៃណាថ្ងៃ17មេសាឆ្នាំ1975 17មេសមហាជោគជ័យមហាលោកផ្លោះមហាអស្ចារ្យហ្នឹងហើយជាបញ្ហាណាទៅក្នុងកត្តាទី4ហើយមូលហេតុអីគឺការគ្រប់គ្រងពីចិនព្រោះសម្ដេចរំសេនុទ្រង់ទៅចិនឲ្យក្រុមបង្កើតរណសិរៈរួមជាតិកម្ពុជាឡើងក៏ដោយសារតែការជំនួយគ្រប់គ្រងពីចិនដែរការអនុញ្ញាតពីចិនដែរក្នុងពេលហ្នឹងរដ្ឋាភិបាលទេខ្លួនរបស់ព្រះអង្គណាអញ្ចឹងអាហ្នឹងជាចំណុចសំខាន់តែបងប្អូនត្រូវយល់ដែរណាតែទៅនឹងបញ្ហាចំណុចការគ្រប់គ្រងរបស់ចិនដល់ពេលចំណុចមួយទៀតគឺអធិពលនៃសង្គ្រាមត្រជាក់នៅក្នុងហ្នឹងបងប្អូនទាំងអស់គ្នាលោកគ្រូសូមលើកឡើងថាសង្គ្រាមត្រជាក់បាទបើយើងនិយាយពីសង្គ្រាមត្រជាក់គឺតើតើទៅនឹងបញ្ហាសង្គ្រាមដែលយើងផ្ដោតសំខាន់ពីការកកើតឡើងនៃសង្គ្រាមត្រជាក់បើយើងគិតពីសង្គ្រាមត្រជាក់គេគិតពី47ដល់91បាទ47ដល់91បាទអញ្ចឹងហ្នឹងជាបញ្ហាសង្គ្រាមត្រជាក់តែនៅក្នុងនេះលោកគ្រូដាក់ចាប់ពី45ដល់91ព្រោះនៅក្នុង45ហ្នឹងគឺបញ្ចប់សង្គ្រាមលោកលើកទី2ហើយបាទអញ្ចឹងអធិពលនៃសង្គ្រាមត្រជាក់អញ្ចឹងបងប្អូនត្រូវចាំថាសង្គ្រាមត្រជាក់គឺជាការប្រណាំងប្រជែងគ្នារវាងប្រទេសធំពីរបាទទី1គឺអាមេរិកទី2គឺសហភាពសូវៀតហើយតើតើទៅនឹងបញ្ហាពីរហ្នឹងហើយគឺគេចង់និយាយតើតើនឹងអធិពលរវាងប្រទេសលោកសេរីនិងរឿងប្រទេសកុម្មុយនីសហ្នឹងហើយអញ្ចឹងបញ្ហាសង្គ្រាមត្រជាក់មានន័យថាម៉េចបងប្អូនត្រូវចាំថាបញ្ហាសង្គ្រាមត្រជាក់គឺជាបញ្ហារបស់ប្រទេសធំពីរដែលប្រណាំងប្រជែងគ្នាតើតើអធិពលមនោគមវិជ្ជាសេរីនិងមនោគមវិជ្ជាកុម្មុយនីសប៉ុន្តែប្រទេសពីរហ្នឹងអត់វាយគ្នាទេប៉ុន្តែធ្វើឲ្យប្រទេសតូចឬក៏ក្រុមចលនាតូចហ្នឹងវាយគ្នាមិនប្រទេសតូចខ្លះមានក្រុមចលនាពីរផ្សេងគ្នាមានសេរីផងទៅមានកុម្មុយនីសផងទៅអញ្ចឹងវាយគ្នាអញ្ចឹងចាក់ស្ដែងដូចនៅក្នុងឆ្នាំ1970-75អញ្ចឹងបាទបើយើងនិយាយពីក្រុមរបស់លន់នល់គឺជាក្រុមសេរីបាទក្រុមសេរីនិយមក្រុមតើអាមេរិកដល់ពេលយើងនិយាយពីក្រុមខ្មែរក្រហមវិញគឺក្រុមកុម្មុយនីសបាទកុម្មុយនីសគ្រប់គ្រងដោយមេចិនចិនមិនកុម្មុយនីសបាទអញ្ចឹងគឺអំណាចកុម្មុយនីសអញ្ចឹងបញ្ហាហ្នឹងវាជាសង្គ្រាមត្រជាក់ដែលនាំឲ្យកើតមាននៅសង្គ្រាមស៊ីវិលនៅប្រទេសកម្ពុជាយើងចាប់ពីឆ្នាំ1970ដល់75ហ្នឹងឯងបាទអញ្ចឹងបងប្អូនត្រូវជ្រាបដែរណាតើតើទៅនឹងបញ្ហាហ្នឹងអញ្ចឹងលោកគ្រូសរុបមកវិញថាតើតើទៅនឹងមូលហេតុចម្បងដែលនាំឲ្យកើតមានសង្គ្រាមស៊ីវិលនៅប្រទេសកម្ពុជារបស់យើងគឺមានចំនួន5ធំដែលលោកគ្រូដាក់ពីកដល់ងចំណុចកគឺរដ្ឋប្រហារទម្លាក់សម្ដេចរំសេនុថ្ងៃ18មីនា1970ចំណុចខគឺវត្តមានកងទ័ពវៀតណាមខាងជើងចំណុចកគឺការទម្លាក់គ្រាប់បែករបស់អាមេរិកចំណុចខការគ្រប់គ្រងពីចិននិងចំណុចងតើតើអធិពលនៃសង្គ្រាមត្រជាក់បាទអរគុណបងប្អូនទាំងអស់គ្នាបាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទសូមចែករំលែកនៅសំណួរមួយដែលមានចំណងជើងថាតើតំបន់អាស៊ីអាគ្នេយ៍មានប៉ុន្មានប្រទេសមានប្រទេសណាខ្លះបាទតើតើទៅនឹងតំបន់អាស៊ីអាគ្នេយ៍គឺមានចំនួនបាទចម្លើយតំបន់អាស៊ីអាគ្នេយ៍មានចំនួន11ប្រទេសដែល11ប្រទេសទាំងនោះរួមមានដូចជាទី1ប្រទេសកម្ពុជាទី2ប្រទេសថៃទី3ប្រទេសឡាវទី4ប្រទេសវៀតណាមទី5ប្រទេសមីយ៉ាន់ម៉ាមួយផ្នែកទៀតគឺរួមមានដូចជាប្រទេសម៉ាឡេស៊ីប្រទេសឥណ្ឌូនេស៊ីប្រទេសសិង្ហបុរីប្រទេសប្រ៊ុយណេប្រទេសហ្វីលីពីននិងប្រទេសទីម៉ូខាងកើតបាទនៅក្នុងស្លាយនេះគឺខ្ញុំបែងចែកជា2ពណ៌ដែលបែងចែកប្រទេសចំនួន2ពណ៌ពណ៌ទី1ដែលមានកម្ពុជាថៃឡាវវៀតណាមនិងប្រទេសមីយ៉ាន់ម៉ាគឺសំដៅទៅលើតំបន់អាស៊ីអាគ្នេយ៍ដីគោកដែលមានចំនួន5ប្រទេស
រីឯពលទឹកក្រូចវិញគឺជាប្រទេសនៅក្នុងតំបន់ដីកោះដែលរួមមានដូចជាប្រទេសម៉ាឡេស៊ីប្រទេសឥណ្ឌូនេស៊ីប្រទេសសិង្ហបុរីប្រទេសប្រ៊ុយណេប្រទេសហ្វីលីពីននិងប្រទេសទីម៉ូខាងកើតដែលសម្គាល់ថាជាប្រទេសដីកោះអញ្ចឹងសរុបរួមមកវិញតំបន់អាស៊ីអាគ្នេយ៍មានចំនួន11ប្រទេសរួមមានប្រទេសដីគោកចំនួន5មានកម្ពុជាថៃឡាវវៀតណាមនិងមីយ៉ាន់ម៉ារីឯប្រទេសដីកោះមានចំនួន6មានម៉ាឡេស៊ីឥណ្ឌូនេស៊ីសិង្ហបុរីប្រ៊ុយណេហ្វីលីពីននិងទីម៉ូខាងកើតបាទខ្ញុំបាទសូមគោរពជម្រាបលាសូមអរគុណនិងសូមអរគុណ